ប្រធានបទទី2អង្គការថ្ងៃនេះបងប្អូនឃើញសំណេរខ្ញុំសរសេរវិញពីព្រោះដើម្បីឲ្យបងប្អូនយើងគាត់អានខ្លះណាប៉ុន្តែប្រធានបទទី1ក្រោមពាក្យរំលែកប្រធានបទទី2វិបុលមនុស្សថ្មីអង្គការហើយចំណែកប្រធានបទទី3វាយក្បាលប្រិយចំណែក share វីដេអូនេះទៅកាន់ប្រិយចំណែកដទៃទៀតរំមេតាអ៊ុំទូរទស្សន៍សូនតាវិចិត្រសុនស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងក្លែងមួយនិងប្រធានបទទី3គឺជាតូនគ្រឿងក្លែងវណ្ណៈដើម្បីកុំឲ្យនិយាយទៅវា3ប្រធានបទអាចវែងទេមាននរណាបានអានអត្ថបទរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំសរសេរទៀតហើយខ្ញុំឧស្សាហ៍រំលឹករូបមន្តសូនតារារូបមន្តសូនតារាមានច្រើននៅក្នុងនោះថ្ងៃនេះខ្ញុំរំលឹកបន្តិចនៅក្នុងគ្រឿងក្លែងសូរិយាខ្មែរផ្ទឹមសាលីនតាំងបើនោះណាបើពេលណាស្ថានភាពនយោបាយតានតឹងសម្ដេចនឹងចេញវាយកូនគោលឬក៏ហាត់ប្រាណលេងកីឡាធ្វើដូចគ្មានរឿងអ្វីកើតឡើងអានឹងពេលណាដល់ទៅស្ថានភាពតានតឹងអញ្ចឹងរ៉ូណាសាខ្ញុំថាបើកាលណាសម្ដេចធ្វើដូចគ្មានរឿងអីគឺមានរឿងអីហើយខ្ញុំសរសេរថាហ៊ុនសែនដើរលើបាតដៃសូនតារាឆៃសច្ចាពេលនោះសូហ្វីយ៉ាសាមានខ្មោចលងបងប្អូនយើងអ្នកខ្លះគាត់លែងខឹងគាត់លែងទៅជាឈឺក្បាលអីគាត់បែរទៅជាស្ងោចសរសើរទៅវិញរឿងអីហ៊ុនត្រាថាលោកគ្រូខ្ញុំចំណាំមើលឲ្យតែលោកគ្រូនិយាយត្រូវដឹងតែខ្មោចចេញលងដាច់បាយដាច់ទឹកចោលហ្មងទោះជាខ្មោចកូនង៉ែទៅងាប់មួយនាទីក៏ចេញមកលងដែរខ្មោចទ័ពខ្មោច Facebook ហ្នឹងមិនមែនបញ្ញាខ្ញុំអ្នកខ្លះខ្ញុំឆ្លើយតបនៅក្នុងខមមិនបងប្អូនទៅមើលខមមិនថ្ងៃនេះមានម្នាក់ទេខ្ញុំឆ្លើយតបខ្ញុំថាបើយើងបាញ់ខុសទ័ពខ្មោចសំងំស៊ីនំបេចុកតែបើយើងដាក់មកគ្រាប់ត្រូវជំរុំទ័ពខ្មោចបោះនំបេចុកចេញលងទាំងអស់កាញ់គុណអានឹងគឺរូបមន្តច្បាស់មួយទេប៉ុន្តែគាត់បានយកសុខសុបិនអត្ថបទរបស់ខ្ញុំនឹងទៅបង្ហោះណាពួកអត្ថបទសំណេររបស់សូនតារាខ្លះគេយកទៅបង្ហោះគាត់គេដាក់ឈ្មោះតែខ្ញុំដែរខ្វល់ទេណាបើសូនតារាដាក់មកទីហោះតែសូម្បី fresh news ខ្ញុំដាក់ដែរដែលថា fresh news ខ្ញុំដាក់ក្នុងរង្វង់កញ្ចក់ FN ជាចាន់បូនីកាមានន័យថាអានឹងមិនមែនជាទស្សនៈរបស់សូនតារាទេបងប្អូនមានតែឃើញខ្ញុំដាក់ទស្សនៈ fresh news ទស្សនៈនៃអាស៊ីសេរីកុំថាឡើយដល់ប្រព័ន្ធសកស្័យធំទស្សនៈមនុស្សដែលជួនកាលខ្ញុំដាក់គឹមសុកក្នុងហ្នឹងណាខ្ញុំដាក់ឆាន់ឆានីអញ្ចឹងទៅណាអានឹងមិនចឹងបងប្អូនណាអានឹងទីទម្លាប់សូនតារាទម្លាប់វិទ្យាសាស្ត្រតែបងប្អូនយើងមួយចំនួនណាគាត់ថាស្អែមមិនមែនគាត់គ្មានកំហុសទេប៉ុន្តែអានឹងគឺអ្នកខ្លះក៏អត់ធ្លាប់បានសិក្សាពីរបៀបស្រាវជ្រាវនិងលក្ខណៈវិទ្យាសាស្ត្រអាហ្នឹងណាលក្ខណៈវិទ្យាសាស្ត្របាទប៉ុន្តែបើ screenshot ទៅមកអត់អីទេអាហ្នឹងណាបើ screenshot ទៅមកគឺគីមខនហាន់គីមហនវាជាការប្រសើរដែរពេលនោះស្រាប់តែគាត់ថាលោកគ្រូអើយគាត់ផុសរាល់ដងហើយយើងគ្រឿងខ្លែងនេះនិយាយឲ្យសច្ចធម៌ឲ្យវាទៅរឿងកំសាន្តតិចចុះគាត់ថាគាត់បង្ហោះរាល់ដងបង្ហោះ3ថ្ងៃឯងមានអ្នក live 5នាក់អីទេរបស់គាត់ស្រាប់តែថ្ងៃហ្នឹងយកសារលោកគ្រូទៅឲ្យដាក់ក្នុងរង្វង់កញ្ចក់ដូចរៀនតាមលោកគ្រូអាហ្នឹងត្រូវហើយគេហៅថាវិទ្យាសាស្ត្រឬក៏កម្មសិទ្ធិបញ្ញាគោរពនេះព្រោះអាហ្នឹងមិនទស្សនៈរបស់យើងគាត់ថាខ្ញុំយកសាររបស់លោកគ្រូទៅតាមដុលហើយដាក់រង្វង់កញ្ចក់ថាសូនតារាគ្រូសូនលោកគ្រូសូនតារាដាក់គាត់ screenshot មកខ្ញុំមើលគាត់ថាមិនដែលមានទេលោកគ្រូស្រាប់តែមានអ្នកចុចមេដៃឯងចិត្ត1Kគាត់យកសារខ្ញុំទៅនឹងចិត្ត1Kហើយគាត់ថាខ្មោចគាត់អានលេងឈ្នះខ្មោចលងដោយគាត់ដែរហើយគាត់ផុសរាល់ដងហ្នឹងគួយជាងទីគឺមានតែអ្នក live គាត់ថាមិន5នាក់ថាតាមគាត់ថា5នាក់ហើយខ្ញុំថាបើហ៊ុនសែនចេញវាយកូនគោលមានន័យថាស្ថានភាពនយោបាយតានតឹងគឺគាត់ធ្វើដូចអាមេរិកកើតឡើងបើគាត់ធ្វើដូចគ្មានរឿងអ្វីគឺមានរឿងអ្វី
ហើយហ៊ុនសែនដើរលើបាតដៃសូនតានៅក្នុងចំណោមនោះគាត់ក៏បានណែខមមិនយកខមមិនរបស់គណៈបកប្រជាជននឹងមួយមកលីសខ្មែរដែលនិយាយថាបើសូនតារាខ្លាំងហេតុអីបានជាមិនអាចជួយឪពុកខ្លួនឯងបានបើហ៊ុនសែនដើរលើបាតដៃខ្ញុំនិយាយដដែលខ្ញុំក៏ប្រាប់ទៅគាត់វិញថាចេះឲ្យសួរទៅគណៈបកប្រជាជនដែលខមមិនហ្គាល់ហ្វានគាត់តតាំងតែខ្ញុំមិនទៅជាលក់មាត់តតាំងទេហេតុអ្វីបានជាសូនតារាកាត់កាលឪពុកម្ដាយកាលពីចុងឆ្នាំ2023ណែចៅយុទ្ធចក្របងប្អូនមានន័យថាហ៊ុនសែនដើរលើបាត់ដៃសូនតារាណាមូលគ្មាននរណាម្នាក់អាចទៅហ៊ានកូនណាដែលអាចទៅហ៊ានប្រកាសកាត់កាលឪពុកម្ដាយខ្លួនឯងបង្កើតទេនរណាទៀតទាល់តែអ្នកនឹងណាចន្ទរាជាកូនសិស្សសូនតារាដឹងច្បាស់ថាជនផ្ដាច់ការនឹងធ្វើបាបឪពុកនឹងក្រុមគ្រួសារស្រីបើអានឹងជាផុសតាំងបញ្ជាក់ច្បាស់ហើយការដែលសូនតារាប្រកាសកាត់កាលឪពុកម្ដាយគឺព្រោះតែខ្ញុំគិតខ្ញុំដឹងហើយថាដូចឥឡូវនេះគួចសម្បូរមួយបងប្អូនអានឹងជាកតិបណ្ឌិតមួយជាកតិបណ្ឌិតមួយសម្រាប់បងប្អូននិយាយមិនដែលជាខុសគាត់វាត្រូវខុសមិនអានឹងវាអញ្ចឹងណាវាអញ្ចឹងបងប្អូនពិចារណាមើល daily ហើយនេះបានជាខ្ញុំកាត់កាលឪពុកម្ដាយបងប្អូនហ៊ានប្រកាសកាត់កាលឪពុកម្ដាយជាសាធារណៈមិនខ្លាចមហាជននៅជុំវិញពិភពលោកនឹងគេតេស្តឌីលទោះយ៉ាងណាស្មានកូនហ៊ានខ្ញុំហ៊ានដោយសារខ្ញុំដឹងថាហ៊ុនសែននឹងចាប់ធ្វើបាបឪពុកម្ដាយក្រុមគ្រួសាររបស់ខ្ញុំប៉ុន្តែយើងតិចយ៉ាងណាក៏អត់ផុតដែរបងប្អូនដូចនៅក្នុងរបបប៉ុលពតចឹងយើងតិចឲ្យតែរបបពីនៅត្បូងចប់ទោះឲ្យតែយើងណាមិនអោនក្បាលចំពោះពួកខ្មែរក្រហមគឺមិនកិច្ចមិនផុតអំពីគុកទូស្លែងទេអានឹងជាប៉ុស្តាមួយច្បាស់ឥឡូវខ្ញុំនិយាយអំពីរូបមន្តសូនតារាលីចាតែបងប្អូនណាចាំខ្លះហើយរូបមន្តទាំងអស់ហ្នឹងណាខនព្រះវិហារមានកូនសិស្សសូនតារាខ្លះគាត់កត់ណាជាងប៉ុណ្ណាជួសជុលគាត់កត់ឲ្យត្រូវហ្នឹងគាត់កត់ឲ្យគាត់មានកូនសិស្សសូនតារាដែលផ្ញើសារសូបុនសូមកច្រើនណាមួយថ្ងៃខ្ញុំអានសារបងប្អូននឹងសារបងប្អូនខ្ញុំតបបងប្អូនខ្លះខ្ញុំមិនតបបងប្អូនខ្លះគាត់អង្គុយចាំតែមើលទេរូបមន្តខ្ញុំរករូបមន្តសូនតារាហ្នឹង3ទៅ4ចំណុចចុះទី1បើហ៊ុនសែនអានឹងអារូបមន្តដែលខ្ញុំមិនសូវនិយាយប៉ុន្តែខ្ញុំនិយាយញឹកញាប់ដែរទី1បើហ៊ុនសែនធ្វើដូចគ្មានរឿងអ្វីកើតឡើងគឺមានរឿងអ្វីកើតឡើងអានឹងគឺត្រូវដែរដូចខ្ញុំថាអ្វីដែលហ៊ុនសែននិយាយឃើញគឺជារបស់កន្លែងខ្លាយអញត្រូវណាស្របគ្នារូបមន្តទី2ហ៊ុនបូកនឹងសែនស្មើគម្រាមបូកនឹងបោកអ្វីដែលហ៊ុនសែននិយាយឃើញគឺជារបស់កន្លែងអានឹងល្បីជាងគេហើយមានខុសទេបោកហើយនឹងគម្រាមសូម្បីជប៉ុនក៏គម្រាមដែរណារូបមន្តទី3គេនិយាយពីសន្តិភាពពេលដែលស្រុកកើតសង្គ្រាមអានេះណារូបមន្តទី4មានសំទោសរូបមន្តទី4មានដូចជាអួតមានន័យថាអត់អួតពីសន្តិភាពមានន័យថាអត់សន្តិភាពឬមិនដែលមានសន្តិភាពក្រសន្តិភាពត្រូវអានេះណាคล้ายគឺដូចពិតគេថាអានឹងមានคล้ายទេមិនបានហៅថាមានคล้ายព្រោះវាដូចពិតគេថាអូមនុស្សនឹង AI ទេคล้ายទេហើយមិនយើងថាអានឹងคล้ายព្រោះវាដូចពិតបើសិនជាជွာហ្មងមានហើយនឹងជွာវាអត់ដូចពិតទេគេហៅថាคล้ายទេអានឹងគឺរូបមន្តពិសេសនៃរបស់សូនតារានឹងគឺសរុបមកគឺជុំវិញរបបផ្ដាច់ការនឹងទាំងអស់ជា Norina ណាបងប្អូនអួតមានន័យថាអត់ទេបើហ៊ុនសែនគាត់អួតមានន័យថាអត់ខ្ញុំហើយបាននិយាយសូនតារាអាសាថតមកហូបអួតមិនខ្ញុំអត់អីហូបទេព្រោះខ្ញុំវាអត់ចេះធ្វើហើយបងប្អូនមានតែខ្ញុំអួតភីហ្សាអីទេខ្ញុំអួតភីហ្សាអួតនៅមកហូបបារាំងអីខ្ញុំដែរអួតខ្ញុំអួតអីអួតមកហូបខ្មែរដូចជាត្រីឆ្លូញអញ្ចឹងទៅដូចជាត្រីប្រឡាក់ដូចជានៅអីស្ដៅអីចឹងទៅអាមិនអានឹងស្រុកវាអត់ណាសូវយ៉ាសៅមែននេះអួតត្រីក្រាញ់អីចឹងទៅមានបងប្អូនយើងកណៃខ្មែរផ្ញើពីស្រុកខ្មែរមកឲ្យលោកគ្រូទៅមកដល់កាលពីថ្ងៃច័ន្ទហ្នឹងហើយកាលពីថ្ងៃច័ន្ទម្សិលមួយថ្ងៃនេះនេះមានត្រីឆ្លូញតបើកត្រីស្អីគេអត់ស្គាល់មែនទេមានប្រហុកមានអីចឹងទៅអត់មិនបានគឺបើខ្ញុំចាំប្រហុកគឺអួតមកមិនគឺអត់មិនស្រុកខ្មែរណាគេអួតប្រហុកបងប្អូនអត់មិនវាមានវាសបោអួតគឺអត់คล้าย
សុំមនុស្សគឺដូចពិតអញ្ចឹងពេលដែលបងប្អូនឃើញហ៊ុនសែនគាត់ធ្វើអ្វីមួយដូចជាពិតគឺខ្លាំងខ្លាយទេហើយអានោះវាជាទស្សនវិជ្ជាសាស្ត្រដែរសុំទោសបងប្អូនមានគេខលបន្តិចគ្រឿងខ្លែងទី2រ៉ូស៊ីម៉ាន់ប្រិយមិត្តមានប្រធានបទទី3នេះខ្ញុំលើកយកមកធ្វើគ្រឿងខ្លែងនិវត្តចរណៃដោយសារតែវាភ្ជាប់ជាមួយនឹងប្រធានបទទី1ប្រធានបទទី3គឺប្រធានបទវាយក្បាលស្អីទៅប្រធានបទទី1គឺប្រធានបទម៉េចអួតហើយប្រធានបទទី2គឺប្រធានបទពាក់ព័ន្ធជាមួយនឹងអង្គការនៅក្នុងបណ្ដាញសារព័ត៌មានដាងข่าวប្រហែលថ្មីនេះខ្ញុំបានឃើញគេចុះផ្សាយព្រមព្រៀងជាពិសេសយោងអ៊ុំសំអានគាត់បើនិយាយទៅអ៊ុំសំអានព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងព្រំដែនហើយនឹងជនអន្តោប្រវេសន៍អានឹងគាត់ឧស្សាហ៍បិទជាប់គាត់ផុសណាម៉ូរីបូរ៉ាបង្ហោះអានឹងច្រើនជាងគេព្រំដែននឹងជនអន្តោប្រវេសន៍ឃើញហុកជីអានយួនស្នើឲ្យប្រទេសកម្ពុជានិងប្រទេសឡាវជួយមើលថែរក្សាពលរដ្ឋរបស់យួនដែលរស់នៅក្នុងទឹកដីរបស់ខ្មែរនិងទឹកដីរបស់ឡាវបងប្អូនត្រឡប់មកមើលមិនយើងកុំថាខ្មែរបងប្អូនមើលសារសូនតារាពាក្យខ្ញុំសរសេរលោសិចមួយគឺច្បាស់និយាយស្រីមកខ្ញុំអត់និយាយថាយួនស្នើឲ្យខ្មែរយើងកុំនិយាយឡាវយួនស្នើឲ្យខ្មែរមើលថែទាំជនជាតិយួនលើដីខ្មែរក្នុងទឹកដីខ្មែរខ្មែរស្នើឲ្យថៃវាយក្បាលនិងចាប់ធ្វើបាបខ្មែរនៅក្នុងទឹកដីថៃបងប្អូនមានឃើញខ្ញុំអត់ប្រើខ្មែរទេបុនអានខ្ញុំប្រើហ៊ុនពីព្រោះខ្មែរដូចសូនតារាខ្មែរដូចគណៈបកប្រឆាំងលោកប្រធានសភាស៊ីលោកស្រីមូសុខួរលោកអេងឆៃអៀងអីហ្នឹងគាត់អត់មានទៅពឹងបរទេសឲ្យវាយក្បាលខ្មែរទេដោយលោកស្រីមូសុខួរគឺគាត់មានតែជួយសេពើគាត់ជួយជនភៀសខ្លួនមែនទេប៉ុន្តែអត់អួតចង់និយាយថាអត់បាច់ផ្សាយកិច្ចការរបស់គាត់ពុំបញ្ញាវឌ្ឍនាឥឡូវបងប្អូនខ្ញុំឲ្យប្រៀបធៀប3ចំណុចសំខាន់ចំណុច3នេះតែ3នេះទី1មោទនភាពដែលជនជាតិយួនណាដែលគេអត់មកជាយួនណាទៅនៅដល់ក្រៅប្រទេសបងប្អូនរដ្ឋាភិបាលនឹងតាមថែរក្សាមានន័យថាឲ្យតែជនជាតិនៅទីណាគេទៅជួយឆ្អើលទៅដល់ទីនោះណាខ្មែរយើងឥឡូវយើងប្រៀបធៀបមកវិញទៅប្រាប់បរទេសឲ្យវាយក្បាលខ្មែរហើយដូចជាខ្មែរលឹមកំយ៉ាណាត្រូវសម្លាប់នៅលើទឹកដីបរទេសទៅទៀតដោយរដ្ឋាភិបាលគ្មានអោពើបន្តិចមិនត្រឹមតែប្រព័ន្ធនេះទេធ្លាក់អាឃាតកោ2នាក់ទៀតអាស្មីនិងអាម៉ាត់យើងហៅចឹងទៅនេះខ្មែរយើងណាកូនខ្មែរប្រុសឆាយទី1បងប្អូនឃើញទេដែលខ្ញុំដាក់ថាអស្ចារ្យមោទនភាពណាស់បងប្អូនពិចារណាមើលតើពុកដែលនៅលើទឹកដីខ្មែរក្រោយពេលដែលលឺយួននិយាយអញ្ចឹងតើយួននៅក្នុងដីខ្មែរមានកម្លាំងហើយវាមើលងាយខ្មែរទេវាមើលងាយរដ្ឋាភិបាលខ្មែរទេវាមើលងាយណាវាអត់គ្រប់ទេបងប្អូនណាវាអាងហ៊ុនសែនមកជន់ហើយវាអាងរដ្ឋាភិបាលនៅក្រោយខ្នងវាទៀតដូច្នេះមានទំនាស់អីតិចតួចល្មមហ្នឹងនៅបឹងទលេសាបឬក៏នៅតំបន់នេសាទហ្នឹងយួនចាក់ខ្មែរសម្រាប់ខ្មែរងាប់មកបងប្អូនខ្ញុំនិយាយនេះកុំថារឿងអើងពុំសាកុំនិយាយជាមួយសូនតារាពាក្យនឹងឲ្យសោះខ្ញុំនិយាយពីបាត់ល្មើសខុសច្បាប់ទេបើនិយាយអញ្ចឹងអ្នកឯងទៅហ៊ានថាដូណាល់ត្រាំហើយបារាំងរឿងអើងពុំសាបារាំងបញ្ជូនជនអន្តោប្រវេសន៍អាមេរិកកាន់បណ្ដេញជនអន្តោប្រវេសន៍ហើយនៅស្រុកបារាំងនេះណាបងប្អូនទៅប៉ះជនជាតិវាមិនបានទេបងប្អូនទៅប៉ះជនជាតិវាមិនបានទេចាន់រឹកពីមកជាពិសេសជនជាតិបរទេសដែលបរោះនៅខុសច្បាប់នៅលើទឹកដីបារាំងបងប្អូនវាចាប់វៃខ្នោះបញ្ជូនទៅនៅស្រុកខ្មែរណាយួនចាក់ខ្មែរងាប់ពោក៏មានសពផ្សាយមុននោះនៅអាបឹងទលេសាបនោះជុំទឹកដីយើងក៏ថោកទាបមកជនជាតិយើងក៏អត់មានតម្លៃអីឲ្យពួកជនបរទេសដែលរស់នៅខុសច្បាប់មកចាក់ជនជាតិខ្លួនឯងងាប់ឲ្យស្ងាត់ឆ្ងល់អានេះយើងនិយាយអញ្ចឹងបើសិនជានៅអាមេរិកនៅអឺរ៉ុបនៅថៃអីណាអត់បញ្ជូនជនអន្តោប្រវេសន៍ចេញគេថាសូនតារានិយាយរឿងអង្គុសាអត់ទេយើងទៅតែការពារជាតិរបស់យើងទៅហ៊ាននិយាយខ្ញុំថាខ្ញុំហ៊ាននិយាយហេតុអីបានជាទឹកដីខ្មែរនេះកវីព្រំដែនពួកអន្តោប្រវេសន៍យួនក៏ច្បាប់ទៅហ៊ានចាក់សម្លាប់ខ្មែរនៅលើទឹកដីខ្មែរអត់បានទេសូនតារាអត់អាហ្នឹងខ្ញុំអត់អនុគ្រោះទេណែតូនឯងចាប់ឪពុកខ្ញុំវាចំណាប់ខ្មាំងឲ្យខ្ញុំបិទបន់និយាយប៉ុន្តែមនុស្សយើងកើតមកគង់តែស្លាប់ទឹកដីមិនអាចស្លាប់បានប្រទេសយើងមិនអាចបាត់បង់បានទេ
បងប្អូនអានឹងបានតែខ្ញុំថាហេតុអីវាភ្ជាប់ឃើញទេវាភ្ជាប់ពីពាក្យសម្ដីរបស់មេដឹកនាំយួនដែលផ្ញើមកហ៊ុនម៉ាណែតដែលផ្ញើមកហ៊ុនសែនហ្នឹងណាគឺជាការលើកទឹកចិត្តប្រាប់ពួកខុសច្បាប់នៅលើទឹកដីរបស់យួនទឹកដីខ្មែរហ្នឹងប្រាប់ថាឯងធ្វើអីធ្វើទៅណាឯងមានម៉ាណែតឯងមានហ៊ុនសែននៅការពេលហើយមានអញដល់ពេលចឹងទៅខ្មែរយើងជាជនរងគ្រោះទៅលើទឹកដីឥឡូវបងប្អូនណាដែលរស់នៅស្រុកអាមេរិកបងប្អូនណារស់នៅស្រុកបារាំងតែណាដែលហ៊ានធ្វើខុសច្បាប់មកបលិសមិនលើកលែងទេបងប្អូនចាប់ឯងវាស់ចងខ្សែនៅអាមេរិកចាប់ចងខ្សែមិនបានទេណាហើយទូរទស្សន៍ផ្សាយពេញបងប្អូននៅស្រុកបារាំងណាតិចមានជនខុសច្បាប់ពួកអន្តោប្រវេសន៍រស់នៅអត់មានកដាស់ស្នាមទៅវាយជនជាតិបារាំងឬនឹងមិនបាច់វាយជនជាតិបារាំងឲ្យតែពួករស់នៅអត់មានកដាស់ស្នាមខុសច្បាប់ទុក driver ទៅវាយជនបរទេសមិនមែនបារាំងទៅហើយហើយបង្កើតអំពើហិង្សាក្នុងស្រុកវិញទូរទស្សន៍បារាំងផ្សាយឲ្យផ្សាយទាំងគ្រប់បើថាមាន20ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបារាំងផ្សាយ20ប៉ុស្តិ៍គឺវាលើកទឹកចិត្តប្រជាជនហ្នឹងអញ្ចឹងបានផ្នែកគំនិតប្រជាជនបារាំងឥឡូវវាអត់ចូលចិត្តពួកអន្តោប្រវេសន៍ហ្នឹងអ្នកណាខ្លះនៅស្រុកបារាំងអត់ស្គាល់អាមេរិកគឺពួកអាមេរិកសុទ្ធពួកបារាំងហេតុអីបានវាភាគច្រើនរបស់ឆ្នោតគណៈបកស្ដាំនិយមជ្រុលនឹងច្រើនឈ្នះឆ្នោតគេធ្វើការស្ទង់មតិទេធ្វើការស្ទង់មតិរបស់ឆ្នោតអាណត្តិក្រោយនេះនៅស្រុកបារាំងទំនងជាពួកស្ដាំនិយមជ្រុលឈ្នះឆ្នោតពួកស្ដាំនិយមជ្រុលគឺពួកស្អប់ពួកអន្តោប្រវេសន៍ហ្នឹងឯងណាស្រុកយើងងាប់ហើយចិនបងប្អូនចិនវាបើកឡានបុកខ្មែរសម្បឹងចុះមកចង្អុលមុខបលិសខ្លាចអញ្ចឹងទៅយួននៅបឹងទន្លេសាបនឹងចាក់ខ្មែរងាប់នេសាទលើទឹកដីខ្មែរអ្នកឯងទៅដឹកនាំប្រទេសយ៉ាងម៉េចបើជនជាតិខ្លួនឯងនឹងមិនអាចចង្ការពារបានផងជនជាតិខ្លួនឯងអត់សុវត្ថិភាពនៅលើទឹកដីខ្លួនឯងជនបរទេសមានសុវត្ថិភាពទី1ខ្ញុំនិយាយរឿងថាការធ្វើដូច្នេះគេមោទនភាពវាជាការបញ្ចូលទឹកចិត្តឲ្យជនអន្តោប្រវេសន៍ខុសច្បាប់នឹងវាអាងណាឥឡូវយើងប្រៀបធៀបហ៊ុនសែនហ៊ុនម៉ាណែតវិញមើលបញ្ជាឲ្យមនុស្សនឹងចូលទៅប្រទេសជិតខាងដើម្បីស៊ើបអង្កេតសហការឬក៏សហការជាសម្ងាត់ឬក៏ស្នើទៅប្រទេសដទៃផ្ទាល់ឲ្យវាយក្បាលខ្មែរនិងចាប់ខ្មែរយកដាក់គុកនៅព្រៃសរបងប្អូននៅលើលោកនេះមានរឿងចឹងកើតឡើងអត់មានទេមានតែរបបហ៊ុនមួយគត់យើងមើលសូម្បីតែវៀតណាមអ្នកដែលកើតជាជនជាតិវៀតណាមគេមានមោទនភាពទី2បងប្អូនភាសាការទូតគេនិយាយថាស្នើភាសាពិតប្រកបគេបញ្ជាមានន័យថាយើងស្ថិតនៅក្រោមការត្រួតត្រារបស់គេណាទី3សៀងពណ៌ខ្ញុំចង់ជម្រាបសម្ដេចថាចេះពាក្យហ្នឹងក៏សម្ដេចធ្លាប់និយាយដែរសកុនធារីគ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរទេកុំជឿថាបរទេសហ្នឹងទោះបីជាគេអោបថើបសម្ដេចសាក់ផ្សាបង្រួបបង្រួមសរសើរសម្ដេចក៏គេតម្កល់ផលប្រយោជន៍ជាតិគេមិនដែលបោះបង់ចោលជនជាតិគេទេយើងកុំទៅជោពេកណាយើងកុំជោធ្វើបាបជនជាតិខ្លួនឯងពេលដែលមានបញ្ហាទៅគឺជនជាតិយើងនឹងវាជួយគ្នាទេឲ្យតែយើងចេះមានមនុស្សគុំវិជ្ជាសាមគ្គីណាបងប្អូនមនុស្សឆ្លុះមិនក៏ដោយផលប្រយោជន៍ជាតិមនុស្សគុំត្ររកគ្នាទេគ្មានប្រយោជន៍អ្វីទេដែលកំទេចកំទីជនជាតិខ្លួនឯងអាក្នុងបិទមាត់ចាប់ញាត់គុកដកសិទ្ធនេះអាក្រៅនឹងដើរប្រាប់បរទេសឲ្យវាយក្បាលមិនល្អទេនេះកុំធ្វើសម្បើមឬជោដោយរំពឹងថាបរទេសគេសរសើរគឺគេជួយវាយយើងថែមទេពួកយើងវាយជនជាតិខ្លួនឯងគេចង់ឲ្យយើងអន់ស្រាប់ផងគេដាក់ឲ្យអន់ថែមទៅមើលមនុស្សកាប់សម្លាប់គ្នាឯងអានឹងរឿងអីមិនអន់ណាទី4នៅក្រៅប្រទេសសុភ័ណ្ឌ SNG បើសម្រាប់អ្នកនៅឆ្ងាយពីប្រទេសជិតខាងដូចជាប្រទេសឡាវវៀតណាមប្រទេសថៃអីហ្នឹងគឺគម្រាមកំហែងឆ្លងដែននឹងចំណាក់ខ្មាំងគម្រាមកំហែងឆ្លងដែននឹងចំណាក់ខ្មាំងបងប្អូនខ្ញុំសួរមើលយុវជននៅជប៉ុនវាឆ្ងាយវាអត់ជាប់ទេហើយហ៊ុនសែនមិនបញ្ជាជប៉ុនមិនសហការជាមួយជប៉ុនឲ្យទៅចាប់មនុស្សទៅទេដូចជាអ្នកនៅឆ្ងាយជប៉ុននៅកូរ៉េនៅអាមេរិកនៅបារាំងគឺគេគម្រាមឆ្លងដែនតើបងប្អូនណាដែលគ្មានគេឲ្យពួកឆ្លប់ដូចខ្មែរក្រហមហ្នឹងទៅជីកកាត់មុខផ្ទះថតរូបផ្ទះសំបីតែកម្មវិធី show ដែលនៅអាមេរិកក៏ក្រុមគ្រួសារគាត់នៅស្រុកខ្មែរអត់សន្តិសុខសុវត្ថិភាពដែរសំបីតែបងប្អូននៅជប៉ុននៅកូរ៉េដែលចេញមុខក៏ត្រូវបានគេគម្រាមកំហែងក្រុមគ្រួសារក្នុងស្រុកដែរគ្រាន់តែមិនដល់ថ្នាក់វិសោតារាមិនដល់ថ្នាក់
គេធ្វើសូនតារាមួយដើម្បីបំភ័យមនុស្សទាំងអស់ណែហើយដើម្បីឲ្យសូនតារានឹងបិទមាត់ឬក៏ចុះចូលតែប៉ុណ្ណឹងគោលដៅគឺបំបិទមាត់សូនតារានិងឲ្យសូនតារាចុះចូលបំបាក់អ្នកដទៃការគម្រាមកំហែងឆ្លងដែននេះណាឥឡូវមានអង្គការអន្តរជាតិជាច្រើនកំពុងតែយកចិត្តទុកដាក់ហើយធ្វើចលនាបន្តិចទៀតវានឹងរីកសុខសាយមួយទៀតគឺការចាប់ជាចំណាប់ខ្មាំងបងប្អូនមានឃើញដូចជាឪពុករបស់ខ្ញុំត្រូវបានចាប់ជាចំណាប់ខ្មាំងអញ្ចឹងវាដូចពុកណែភេរវជនហ្នឹងវាចូលទៅជាភេរវជនហ្នឹងគ្រាន់តែវាអត់គេថាអាហ្នឹងវាស្ថិតនៅក្រៅក្របខ័ណ្ឌនៃច្បាប់ភេរវកម្មប៉ុន្តែលីតែអញ្ចឹងទូចមកពីសូនតារាហ្នឹងជាមនុស្សធម្មតាសូមជាបើខ្ញុំជាអាមេរិកបើខ្ញុំជាបារាំងការចាប់ឪពុករបស់ខ្ញុំទៅអាហ្នឹងគឺច្បាប់ភេរវកម្មអនុវត្តបានហើយប៉ុន្តែធម្មតាច្បាប់មនុស្សធម្មតាកប៉ិកប៉ុកវាមិនអាចទៅកែប្រែគេហៅ inspire ទៅញ៉ាំងឲ្យពិភពលោកហ្នឹងយកចិត្តទុកដាក់អីខ្លាំងខ្លាទេវាគ្រាន់តែគេស្ដាប់លឺអញ្ចឹងទៅប៉ុន្តែបើសិនជាសម្ដីរបស់ខ្ញុំជាសម្ដីប្រធានាធិបតី Donald Trump ជាសម្ដីប្រធានាធិបតី Macron អាហ្នឹងវាមានឥទ្ធិពលទោះជារឿងចិត្តមាន់ក៏អាចនេះតែច្បាស់ណាស់បងប្អូនណាការចាប់ឪពុករបស់ខ្ញុំជាចំណាប់ខ្មាំងវាគឺជាចំណាប់ខ្មាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនប៉ុន្តែខ្ញុំនៅតែជឿជាក់ថាថ្ងៃណាមួយណាឧក្រិដ្ឋកម្មឆ្លងដែននិងការចាប់ក្រុមគ្រួសារជាចំណាប់ខ្មាំងនិងចាត់ចូលជាអំពើភេរវកម្មអាស្រ័យលើយើងទាំងអស់គ្នាធ្វើការតស៊ូបដូរគ្នាហើយខ្ញុំមានជំនឿថាពិភពលោកសុកស្រាប់តែក្តៅផ្អើលហើយអីបានជាបងប្អូនមិនជឿថាសុកស្រាប់តែវាត្រជាក់បើវាក្តៅមានន័យថាគេនឹងចាត់អតិភិបអាក្តារក្តៅជាងណាអាក្តៅល្មមគេຕົកសិនដូចកូវីដចឹងគេនឹងអតិភិបទៅលើអ្នកដែលធ្ងន់ធ្ងរដេកពេទ្យដកដង្ហើមមិនរួចអាអ្នកនៅដើរបានគេຕົកសិនដូចប្រទេសកម្ពុជាបើប្រៀបធៀបទៅនឹងពិភពលោកបច្ចុប្បន្នគេចាត់វិធានការទៅលើប្រទេសដែលមានសង្គ្រាមបង្ហូរឈាមមុនសិនកម្ពុជានៅមានជំងឺសន្តិភាពជាជំងឺណាគេຕົកសិនស្រាប់តែអនុជាវឹកមកដល់ពេលណាយើងមើលឡើងដែរដូច្នេះយើងកុំត្រូវបោះបង់ចោលការតស៊ូអញ្ចឹងខ្មែរនៅក្រៅប្រទេសទាំងអស់គឺសុទ្ធតែជាចំណាប់ខ្មាំងហ៊ុនសែនអត់បានប្រាប់ឲ្យបរទេសយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរមើលថែទាំពលរដ្ឋខ្មែរទេគឺប្រាប់ពលករឬក៏និស្សិតដែលនៅក្រៅប្រទេសទាំងអស់ហ្នឹងថាបើឯងហ៊ានតែមែនទេរិះគន់មិនចាំបាច់ដល់ទេហ៊ានតែរិះគន់គឺស្របច្បាប់ហ្នឹងរិះគន់គឺស្របច្បាប់លើតែជេរប្រមាថហ្នឹងអត់ស្របច្បាប់ច្បាប់មានចែងថាជេរប្រមាថគឺខុសច្បាប់ហ្នឹងប៉ុន្តែមិនមែនដល់ថាជាប់គុកទេបើឯងហ៊ានរិះគន់ត្រឡប់ទៅស្រុកខ្មែរវិញបាត់បង់ក្របខ័ណ្ឌគ្រួសារឯងនឹងទទួលរងគ្រោះដូចឪពុករបស់សូនតារាអញ្ចឹងយើងសរុបសេចក្តីមកនៅក្នុងកូនប្រធានបទទុនថាយួនគេប្រាប់ឲ្យបរទេសមើលថែជនជាតិគីខ្មែរយើងក្រៅតែពីចាប់បរទេសខ្មែរនៅក្រៅប្រទេសហ្នឹងជាចំណាក់ខ្មាំងដោយគម្រាមកំហែងក្រុមគ្រួសារនៅក្នុងស្រុកចាប់ឪពុកសូនតារាទៅដាក់គុកនិងប្រាប់ឲ្យបរទេសជួយវាយក្បាលខ្មែរតើពលរដ្ឋខ្មែរមានមោទនភាពខ្លាំងក្លាណាស់ទៅឬចំពោះទង្វើបែបហ្នឹងហើយដែលខ្ញុំនៅតែមានពាក្យមួយម៉ាត់ថាមុននឹងចូលទៅដល់ប្រធានបទទី1សម្ដេចខ្មែរក៏ធ្លាប់និយាយសម្ដេចក៏ធ្លាប់និយាយហ៊ុនម៉ាណែតក៏ធ្លាប់និយាយដែរគ្មាននរណាស្រឡាញ់ខ្មែរយើងជាងខ្មែរយើងទេទោះជាបរទេសនឹងអោបថើបសរសើរឲ្យពៀនយ៉ាងណាក៏ដោយសម្ដេចគេមិនដែលត្រូវជាមួយសម្ដេចទេគេចង់បានប្រយោជន៍ពីយើងទេបើមានឱកាសគេអាចយកទឹកដីយើងបានគេនឹងយកស្អែកហើយបើអោបសម្ដេចចំណេញបានការបទូដៃឲ្យគេយកដី1មីលីម៉ែត្រមកចំអាមក៏គេយកដែរហើយបើសម្ដេចបឹងគេដូចខ្ញុំធ្លាប់និយាយប្រមាណរំវិថាអានឹងលោកសិចទេណាហ៊ុនសែនជួយថៃចាំរកទីមកតើហ៊ុនសែនចង់បានអីពីថៃបងប្អូនណាចាំបានទេអាណាខ្ញុំតេស្តសមត្ថភាពបងប្អូនមេរៀនទីអានោះរូបមន្តណាហ៊ុនសែនជួយថៃតើហ៊ុនសែនចង់បានអីពីថៃពូបើមកណាមុនព្រោះនេះវាយើងនឹងចូលប្រធានបទទី1អានេះប្រធានបទទី3យើងយកមកនិយាយមុនប្រតិកលាគ្នាចូលប្រធានបទទី1ណាចំណូលគិរីអត់ទាន់ឃើញទេហ៊ុនសែនជួយថៃតើហ៊ុនសែនចង់បានអីពីថៃភ័ស្ណាផាតណាអត់ស៊ីសំណាងស្រីនាងម៉ៅកូនខ្មែរប្រូឆៃអត់ទាន់ឃើញអ្នកឆ្លើយបាទទេហែមចិន្តា100បន្ទុកបាទស្រីនាង50បន្ទុកបាទដិនសេរីវុឌ្ឍខុសប្រធានបទណា0បន្ទុកឆ្លើយខុសប្រធានបទស្មើ0បន្ទុកណាមាន100បន្ទុកត្រូវហើយងាយស្រួលសៀមរាបអង្គរស្រុកកំណើតខ្ញុំ100បន្ទុក
ចិនពិសិដ្ឋ100បន្ទុកសួងឈៀន100បន្ទុកបាទនេះគង់ម៉ៅ100បន្ទុកអ្នកណាដែលឆ្លើយថាចង់ឲ្យថៃវាយក្បាលឬក៏ចាត់បាទនេះត្រូវហ៊ុនសែនជួយថៃស្រីម៉ៅចង់បានអីពីថៃគឺចង់បានឲ្យថៃវាយក្បាលខ្មែរនឹងណាចាប់ខ្មែរនឹងរារាំងកុំឲ្យគណៈបកប្រឆាំងនឹងដូចជាសំរងស៊ីឬក៏មូសុភួយនឹងចូលទៅទេសចរលេងស្រុកថៃតែប៉ុណ្្នឹងទេបើនិយាយខ្លីទៅសំរងស៊ីមូសុភួយវិញនេះហើយពលករទាំងអស់សុទ្ធតែជាខ្មែរចឹងយើងបោកទាំងអស់ហ្នឹងថាជាខ្មែរចុះហ៊ុនសែនជួយថៃព្រោះចង់ឲ្យថៃវាយខ្មែរនិងចាប់ចងខ្មែរតែហ៊ុនសែនជាណាហ៊ុនសែនជាខ្មែរចុះថៃព្រមជួយខ្មែរទេព្រមណាចិត្តវាយក្បាលខ្មែរចាប់20នាក់បលយកអាណាដែលឲ្យចាប់ជនជាតិតៅប្រវេសគេមានតែចាប់មកវិញគេទៅកោតទោសអាយើងបងប្អូនមានអាមេរិកចាប់មិចស៊ីកូទៅមិនមិចស៊ីកូកោតទោសណាអូបារាំងចាប់បញ្ជូនជនជាតិស្អីហ្នឹងទៅជនជាតិអាហ្វ្រិកឬក៏ជនជាតិអាស៊ីហ្នឹងទៅចាប់ចិនទៅស្រុក20នាក់មានពិភពលោកកោតទោសចុះតម្រង់ឲ្យជនជាតិនឹងប្រាប់ឲ្យចាប់បញ្ជូនអូអាណាមិនចាប់បញ្ជូននោះលោកមិនព្រមទៅចាប់បញ្ជូន2លានអ្នកដល់ទៅថៃអណាថៃខ្លាចតែគេកោតទោសតើបើនិយាយចេះទៅហ៊ុនសែនថាកុំឲ្យចាប់បញ្ជូនមនុស្ស3នាក់4នាក់ចាប់ឲ្យមកចាក់ឯងដូចតំណែងកាលពីឆ្នាំណាទេដឹកយកមកប៉ោយប៉ែកបាក់ប្របាស់គូតឡានមកស្រីមៀចប្របាស់គូតឡានមកធ្លាក់ខ្មែររប៉ាក់រប៉ាយដឹកមកវាយ10ឡានមកបងចឹងនឹងដូចជាឆ្នាំ2012 2013បងមិនដឹងទេអត់ត្បូងខ្មុំប្របាស់គូតឡានមកមិនឲ្យចុកស្រួលបួនទេណាបរហោឲ្យដូចចាក់សម្រាមចោលចឹងជីបងយល់ចុះថៃជួយខ្មែរព្រោះចង់បានអីចង់បានដីខ្មែរតែប៉ុណ្្នឹងឯងចង់បានកោះខ្មែរចង់បានសមុទ្រខ្មែរចង់បានប្រាសាទខ្មែរចង់បានភ្នំខ្មែរមែនទេចុះហ៊ុនសែនជួយថៃចង់បានអីចង់បានឲ្យថៃវាយក្បាលខ្មែរតែប៉ុណ្្នឹងថាវាខុសគ្នាដាច់មនុស្សមិនមានកតិបណ្ឌិតឬប្រាជ្ញាដែលប្រៀបធៀបទៅគូថាវាស្រឡះមុខឈឹងហ្មងបងប្អូនយើងមិនយួនក៏ដូចគ្នាយួនគេចង់ជួយហ៊ុនសែនព្រោះចង់ហ៊ុនសែនជួយជនជាតិយួននឹងចង់បានដីខ្មែរដូចគ្នាព្រោះថៃក៏មានជនជាតិរស់លើដីខ្មែរចឹងបើសិនជាខ្មែរជួយយួនមានតែចង់បានកុំឲ្យមិនឲ្យយួនវាយក្បាលខ្មែរដែរដូចគ្នាអញ្ចឹងបើយើងមើលទៅយើងដើរខុសខាតច្រើនណាស់បងប្អូនណាយើងឲ្យបរទេសមានព្រៀបគេឃើញយើងប្រខំគ្នានេះគេលូកដៃជួយអាខាងខ្សោយដើម្បីចែកគ្នាហើយយើងនឹងអមោទនភាពដូចជំនាន់យើងតាំងពីក្រោយសម័យអង្គរមកប្រទេសជិតខាងជួយរហូតគឺជួយកំចាត់ខ្មែរជួយខ្មែរកំចាត់ខ្មែរហើយដល់ចំណុចវាខ្សោយវាគុំគួនគ្នាវារួញដីតូចទៅវាអាងាប់ឃើញតែខ្មែរហ្នឹងឯងមិនទល់ឥឡូវចឹងទេមែនទេទៅពឹងឲ្យបរទេសជួយវាយក្បាលខ្មែរហើយបងប្អូនណាពិភពលោកបច្ចុប្បន្ននេះជនអន្តោប្រវេសន៍ឬក៏ពួកជនភៀសខ្លួនហ្នឹងគេចង់តែបញ្ជូននេះតើតាមចិត្តថៃណាមិនចង់បញ្ជូនត្រឹមតែហ៊ុនសែនស្នើ3នាក់ទេចង់បញ្ជូនមកលៀនមកទម្លាក់ចោលប៉ុន្តែដោយសារកម្លាំងពលកម្មស្រុកថៃថៃអត់ធ្វើការងារខ្លះថៃគេធ្វើវាមិនកើតទេ Tiger Forest អញ្ចឹងអត់ធ្វើឲ្យទុកឲ្យបរទេសធ្វើបរទេសបើសិនជាចាប់បញ្ជូនខ្មែរភូមាឬក៏គុនថៃឡាវទៅអស់ថៃស្វាសេដ្ឋកិច្ចក្រៀងឥឡូវហ្នឹងគេទុកយើងក៏គេប្រើយើងគេបញ្ជូនមកវិញក៏គេចំណេញប្រិយមិត្ត share ប្រូនេះទៅកាន់ប្រិយមិត្តដទៃទៀតមហាទេពបណ្ឌិតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់បណ្ឌិតបងប្អូនទៅចាំនេះណាអានេះគឺ logic បងប្អូនហ៊ុនជួយថៃតើចង់បានអីពីថៃចង់ឲ្យថៃវាយក្បាលខ្មែរនិងចាប់ធ្វើបាបខ្មែរទាំងបញ្ជូនឬក៏ដាក់គុកចុះថៃជួយហ៊ុនសែនជួយតាមសំណើព្រោះមិនជនជាតិគេបងចង់បានអីពីខ្មែរគឺចង់បានដីខ្មែរចង់ឲ្យហ៊ុនសែនបធូរបថយអនុគ្រោះដល់ការឈ្លានពានណាអញក៏កុំមាត់ដល់អញឈ្លានពានអាហ្នឹងណាហើយសួរតែខ្មែរខាតទេបងទៅមានចំណេញស្អីអាចចាប់អ្វីក្បាលខ្មែរក៏ខ្មែរអាចចាប់ខ្មែរដាក់គុកក៏ខ្មែរអាចចាប់បញ្ជូនខ្មែរមកវិញក៏ខ្មែរហើយចុះដល់តែរឿងបធូក៏នៅតែខាតខ្មែរចុះថៃចំណេញទាំងពីរអ្វីក្បាលខ្មែរក៏ចំណេញមិនមែនជនជាតិផងហើយបញ្ជូនខ្មែរមកវិញក៏ចំណេញមិនច្បាប់គេចង់ទៅបញ្ជូនតោវាចេញយកអាមេរិកដូចបារាំងចឹងហើយចុះបធូហ៊ុនសែនបធូនៅព្រំដែនទៀតហ្នឹងចំណេញទឹកដីទៀតក៏បធូទៅរចេះនេះក៏អត់ប្តឹងទៅអង្គការអន្តរជាតិអញ្ចឹងទៅផងប៉ុណ្ណាអាហ្នឹងចំណេញទាំងអស់បងប្អូនណាកុំមោទនភាពថាអូអញនិយាយចឹងទៅថៃទៅចាប់5នាក់មកថៃទៅចាប់ខ្មែរដាក់គុកថៃទៅចាប់វាយក្បាលខ្មែរបងប្អូនខ្ញុំនិយាយមួយម៉ាត់ទេខ្ញុំនិយាយមួយម៉ាត់តែនេះចៅពិសេសបើយើងពឹងឲ្យបរទេសជួយសម្លាប់ជនជាតិយើងណាហើយបរទេសនឹងចង់ឲ្យយើងអន់ស្រាប់គេមិនដែលរីករាយនឹងជួយយើងសម្លាប់ជនជាតិយើងទេបើសិនបងប្អូនយកសម្ដីខ្ញុំទៅគិតណានោះរ៉ាហ៊ីមបើលឹមកំយ៉ាមិនមែនមានសញ្ជាតិបារាំងណាខ្មែរសុទ្ធមិនមែនដើមកំណើតខ្មែរ
này mình miên sừng chia bạc hay đau cầm nát mai sắp tác dụng chiến thay vì ở tới từng chặt hàm mũi banh lâm cầm gian đặt cục hông nhưng như chân tư cái mưa nghe tham ai dân nè bông ôn nè bông ô như chơi chơi chụp chặt nè bông ổn nhưng mà dây vào đồng tiền nè lâm cầm giá ông ta tu parang ông ta ra công ty bông ổn công tại con miên sừng chia parang tê để thay swat sway đến chọn cứ tổ ô ý nè mà lâm cầm giá nâng chỉ tham ai nè cái sầm lấp cái ở đằng chặt khi ta tôi đặt cũng kính mưa nghe tham ai dân nè để sao mê được ngon dân nó chui tam ta pi tham ai dân nó kẹo được bông ổn số thằng nước thay tham ai dân ngon mình cái thế nè giờ là sao chứ ngon vì sao kênhประวัติกำลังปวดหลักตั้งแต่เธอการเราสมมติตัวเรากลุ่มยินคลักกิบันสำหรับนู่ชวนนู่นู่จุ่มเป็นประเด็นนะทำไมยังงอบใจนะคนยังอัดดังนะcái mình đã phải chặt chung cái đặt cục không phải vấn đề từ ở đằng luôn là phong mà này không miên rồi na sờ lanhทำไมยืมจริงทำไมยืมโดยปีสมบัติใจแต่ว่าเฮ้ยmà này đằng luôn là từ nhưng màแต่ประวัติน้องเต้cáiมือยืนจริงนะพวกนู้นอันยำcái hơi thàตึกมุกใครๆthì ông với giờ vậy để bậtประกอบคือไปลงทำไมยืมชิมแต่มวยเต้แต่สลังอย่างนู้นเรื่องเปิดประกอบบ่อตีกงจะอู้แต่อะไรเจ็บอาเด็กยังพระกับคนนั้นแต่นายกสมัยโซดาตะเกิดบ้าลุ่มกำยามันแม่นสิจีบรังหายไปอัดจับอนุดักกบห้องมองโอนเกมมืองี้อยู่นะเกมมืองี้จุดวัดขมายอยู่นะเห็นไหมหายไปยังตัวปงไอ้ที่ไว้กับบ่าวขมายแต่จับขมายติดเรื่องไอ้ที่มันไอ้จะผีตามยืนที่มันจะจับจุนจีดไว้กับบ่าวจุนจีดเก๋นะประเภทวัดตีมวยปรีจุไหมเชียร์ไปเรานี่เป็นการปรีจุมาได้ติดจอนยี่หิมตู้รถตุสโซนดาราสลัดเข้าจนประดับกาพีสุภาพลัดประดูนัดกันเลยการตกประเทศกลางคดีอะไรขยมสเซประเทศนวัดเจมวยท่ารวมเล็กตกหรือบอกการตกขยมมาดักโจรูมเองบอกคนไทยมันขยมมาดักโจรูมปีปรุยังอัดเรามันแมนโจรูมไม่ยังเราดักรวมเล็กตกหรือการตกผู้จิตเจี๊ยบโจรูมมันยังจิตพิ้วสัตว์เนียนามวยมีปัญหายังเด็ดโจรูมันนี่ก็แต่จิตเราบอกยังกันตกโดยจิตครูซายังบอกคนเขาอัดโยนจุกแล้วบอกคนจะเซโจรูมรวมไรตกให้นั่งกันตกนั่งรวมไรตกหกเนี่ยไม่เจอตัวเตียวรักกรมครูซายังมีสมาชิกกรมครูซายังสัตว์เยอะมีโจรูมรวมไรตกเยอะรวมไรตกหรือยังกันตกเนี่ยประเทศจิตครูซาจังเอามีโจรูมคือกันตกพลังเขาโอมาเนี่ยกันตกกรุ๊ปวิญญาณขันกลายตู้อาวุธมวยเปล่าเนื้อปรุงได้ขมายไทยกลายสมดัยซอเซอุดถารัสเซียนึ่งอิสราเอลอามัดอาบูตาลิบกูเรียนยกกลมรู้ตามกวดเรื่องสันติภาพก่อนแต่เนี่ยคนสั้นยังจังบุกตู้อาวุธเปล่าที่ที่ขยมเรื่องไงอันนั้นเรื่องผู้ตายมวยเพราะท่านบนนั้นชิมเจ้าตลอดเรื่องผู้ตายนี่ยมส่งไปบอลโอนตะปอกนี้จมวยขยมมันเนี่ยสงบสงัดปีวินาทีตัวใบวินาทีแล้วใบกันตกกองตัวขมายมวยรูปได้บัดบังจีวัดนึงรบบัวเนื้อขนมกาตัววัดมวยเปล่านี้ปรุงได้เปรี้ยวิธีบ้างส่งปีตัวใบวินาทีมาส่งออกคนยืนตลอดมาเว้นตึกใดวิจิตรบอกยืนตลอดขี้บอกขยมโซนหนาประกาศทางบางเมียนสตรีชลินปีนตึกใดขมายขยมสามัคคีจมวยสมดักขยมเดินเดินจังอยู่ตามไปดาวเมื่อเราตัวไรให้เดี๋ยวขยมผมรับตัวทางดาวจังก็เอาบอร์ดเตะไฟก็บ้าขมายให้ยังเรียนมูแต่นักทิพนะขยมใหญ่ๆบอลเล่นกำยาเหมือนเมนกันสัญชิตบ้านสมดักจะตีมืองี้ขมายยังไงที่อัดจังจัดคิดแต่ก็บันจงชิดถิ่นพ้องยืนดักน้องปัดติเราแต่เอากัดชาหนุพิบจนจิตยืนนึกแบบนั้นเห็นไหมอาบานที่ไหนอาเมียนจนเจ็ดยืนตรึกบอร์ตีมันเอากระเอาตีกี่วัยถือบ่าอันนั้นขนมตีมันจัดตั้งนี้ไม่ได้จันบกย้วนจักงวงในบางทะเลสาบให้ก็ดำมันล้ำเนาะเมื่อถ้ายืนเหมือนเกิดตีมันโปร่งเท่าอย่างเหมือนไก่งวยเดวิดมาเรนาเชลเลอร์ที่ปีขยมในเรื่องเนี่ยอุดคืออัดคล้ายคล้ายคือโดยเป็ดอุดเมนเตคลัมเมนแต่คนซ้ายนะคนนะเนี่ยเราเตะไปทลอบเลยจังมันอุดนั่นก็ให้ประมาทนะเดี๋ยวขนมพุทธศาสนาที่ท่าโจกมประมาทตั้งสี่กิมืองี้ช่วยประหาย
មើងងាយឆ្វេងប្រហែលអាមើងងាយឆ្វេងប្រហែលហ្នឹងមួយវិនាទីមិនដល់ទេមួយប្រព្រឹត្តភ្នែកអាចគ្រោះថ្នាក់ភ្លាមអាចមានហេតុកើតឡើងភ្លាមរហូតតែខ្លាចគេថាសបាយខ្លាចជាទឹកណែផ្សេងគាត់ផងបងប្អូនអ្នកខ្លះមិនចាប់ដូចខ្ញុំថាមិនចាំបាច់ដល់សម្ដេចមិនចាំបាច់ដល់ហ៊ុនសែនទេខ្លះគេថាអូអញឃើញគេឈឺគេក្អកគូហ្នឹងយើងទៅអួតថាអេអញដូចជា2ឆ្នាំហើយមិនទាន់ឈឺស្អែកឡើងក្អកហ្មងបងប្អូនស្អែកឡើងក្អកឬក៏ថាអូឃើញគេជិះកង់ដួលឬក៏ជិះម៉ូតូជាន់ដងថ្មដួលហ្នឹងយើងទៅនិយាយថាអញមិននិយាយតាំងពីជិះកង់ជិះម៉ូតូមកមិនទាន់ប្រហែលមិនទាន់ឃើញដួលដល់មួយនោះបានទេគាត់និយាយយ៉ាងហើយបោកពូតខោដួលព្រុសបងប្អូនតែកាលតែ2ថ្ងៃក្រោយមកដួលគេឃើញឬគេមិនឃើញក្នុងនេះច្បាស់គេស្ដាប់ចូលតារាទៅដឹងថាអូលោកគ្រូនិយាយប៉ះខ្ញុំហ្នឹងអញ្ចឹងបានខ្ញុំថាបើអួតមានពេលខ្លះគឺឡងមកខ្លួនឯងហ្មងគេអួតហ្នឹងនឹងនិយាយការពិតខុសគ្នានិយាយការពិតហើយនឹងអួតគឺខុសគ្នាអាខ្សោះតារានិយាយនេះគឺហៅថាអួតហ្នឹងគឺវាឡងមកខ្លួនយើងហ្មងទីអ្នកអត់ធ្លាប់ទៅថាឃើញគេឈឺក្អកទៅសើខ្លួនឯងខ្ញុំមិនដែលឈឺទេប្រហែលខែប្រហែល2ឆ្នាំនេះស្រាប់តែមានអ្នកណា3ថ្ងៃក្រោយមកក្អកអត់ហ៊ានទៅអត់ហ៊ានជួបគេណាមកទឹកក្រោយមកជួបហ្នឹងមិនអញ្ចឹងឈឺអានេះគេហៅថាប្រមាថឬក៏ឆ្វេងប្រហែលឬក៏អំនួតមែនទេបើមិនថាអានឹងដែរដួលម៉ូតូដួលចឹងមកខ្ញុំថាចេះសំណុំពោទៅដល់អានឹងមិនមែនជាសារព័ត៌មានទេមនុស្សយើងគ្មានអីខ្មាស់គេជាងដួលម៉ូតូទេបងប្អូនបើថាគ្រោះថ្នាក់ហ្នឹងវាធ្ងន់ធ្ងរបាក់ដៃបាក់ជើងស្លាប់របួសអីណាសឹមសម្បូរអានឹងយើងទៅថតមុខនេះចុះប៉ុន្តែបើត្រឹមប៉ះម៉ូតូដួលលើកម៉ូតូរួចរៀងខ្លួនបុកគូឡានតែពិតនៅនិយាយគ្នាកើតមិនគួរទៅថតមុខគ្នាទេបងប្អូនទៅថតសម្ភារជួនកាលគេយកអាវីដេអូគ្នាទៅត្រូលណាអញ្ចឹងបានខ្ញុំថាលើលោកនេះតើមានអីខ្មាស់គេជាងដួលម៉ូតូមិនមែនដួលស្លាប់របួសទេណាហើយបើគ្នាខ្មាស់គេហើយយើងយកកាមេរ៉ាទៅថតសួរគ្នាទៀតនឹងតើគ្នាខ្មាស់គេយ៉ាងណាទៅបងប្អូនណានឹងសុកប្រាំងសុកអបិយយើងហ៊ានទៅថតគេចឹងទេអាហ្នឹងអាម៉ាស់ណាបានខ្ញុំថាបងប្អូនយើងអ្នកសារព័ត៌មានយើងដឹងហើយថាស្រុកខ្មែរយើងគ្មានណាសេរីភាពនៅក្នុងការផ្សាយព័ត៌មានចឹងគ្នាអត់អីផ្សាយអារឿងអញ្ចឹងណាគ្មានអ្វីខ្មាស់គេជាងដួលកង់ហើយនឹងដួលម៉ូតូទេងើបមកបោកគូខោគេមើលជុំវិញហើយយើងទៅថតគ្នាផ្សាយផ្ទាល់ទៀតនឹងគ្នាវាចប់ហើយត្រឡប់មកវិញខ្ញុំលើកយកចំណុចហ្នឹងមកចំណុចទី2ខ្ញុំប្រវត្តិខ្ញុំចំណាំក្នុងចិត្តនេះណាបងប្អូនខ្ញុំនឹកក្នុងចិត្តខ្ញុំនិយាយត្រង់ខ្ញុំអត់បានសរសេរអត្ថបទផងព្រោះនៅបារាំងវាយប់ណែហើយខ្ញុំក៏ប្រុងសរសេរអត្ថបទភ្លាមប៉ុន្តែវាយប់ដូច្នេះខ្ញុំលើកយកមកធ្វើប្រធានបទតែម្ដងតែខ្ញុំនឹកក្នុងចិត្តមិនទេគ្រាន់តែហ៊ុនសែននិយាយពីរុស្ស៊ីហើយនឹងប្រទេសអ៊ីស្រាអែលថាឲ្យយកគំរូតាមសម្ដេចនាំឲ្យសន្តិភាពតាមសម្ដេចណាខ្ញុំនឹកក្នុងចិត្តថាទីថៃលេងមកប្រាវមែនបងប្អូនមែនមកពុទ្ធសុទ្ធហេតុអីបានជាសូនតារានិយាយអញ្ចឹងខ្ញុំសរសេរបងប្អូនខ្ញុំប្រុងសរសេរប៉ុន្តែវាយប់ហើយខ្ញុំដាក់ប្រធានបទតែម្ដងទៅប៉ុន្តែរឿងនោះវាកើតមែនទេគ្រាន់តែខ្ញុំគិតភ្លាមវាកើតភ្លាមពីព្រោះបងប្អូនហ៊ុនសែនគាត់បងប្អូនមានអានេះគេហៅថាសយហ្នឹងបងណាគ្រាន់តែគាត់ខ្ញុំនិយាយបាយពី3ចំណុចតាមលំដាប់ដោយទី1កាលកូវីដណាគ្រាន់តែគាត់សុំវ៉ាក់សាំងឥណ្ឌាទូតឥណ្ឌាទៅជួបគាត់ណាសកុនធីរីរោងចក្រវ៉ាក់សាំងឥណ្ឌាចេះទេគាត់សុំពីព្រឹកយកឡើងរោងចក្រវ៉ាក់សាំងឥណ្ឌាចេះទេគ្រាន់តែគាត់ចិនដាខឹមចាប់ដៃជាមួយនឹងនាយករដ្ឋមន្ត្រីថៃណាទៅដល់វិញយកទៅថៃដេកឈឺបងប្អូនអញ្ចឹងគ្រាន់តែគាត់និយាយថាសន្តិភាពមិនដូចអ៊ុយក្រែនមិនមែនដូចអ៊ីស្រាអែលណាថៃដាក់ប្រូលបើអានឹងគឺវាឡងចឹងបានខ្ញុំហេតុផលថាដែលខ្ញុំស្មានត្រូវអត់ខុសមែនមួយទី2ខ្ញុំមានសារមួយម៉ាត់ជំរាបសម្ដេចនិងជំរាបទៅកាន់បងប្អូនទាំងអស់ព្យុះសម្ដេចគាត់បានអប់រំដោយគាត់សរសេរនៅលើទំព័រ Facebook របស់គាត់ថាណែគេជួបហ៊ុនម៉ាណែតគេផ្ដាំរុស្ស៊ីនិងអ៊ីស្រាអែលគេជុំគ្នាគេនិយាយថាយកប្រាប់ឲ្យរុស្ស៊ីនិងអ៊ីស្រាអែលមើលគំរូតាមហ៊ុនសែនពីប្រទេសណែសន្តិភាពគាត់ប្រាចឹងតែបើខ្ញុំអួតមានតែអត់គេនិយាយអំពីសន្តិភាពតែប្រទេសកើតសង្គ្រាមទេបងប្អូនមិនដែលឃើញថៃគេមានសង្គ្រាមបានគេទៅជួបអាស៊ានគេមិនដែលនិយាយសន្តិភាពជាពិសេសប្រទេសអាស៊ានទាំង10ប្រទេសហ្នឹងគេមិនដែលនិយាយពីសន្តិភាពនៅប្រទេសគេបើគេនិយាយពីសន្តិភាពភូមិគេអត់និយាយពីសន្តិភាពម៉ាឡេស៊ីគេអត់និយាយពីសន្តិភាពឥណ្ឌូនេស៊ីគេអត់និយាយពីសន្តិភាពនៅសិង្ហបុរីគេអត់និយាយពីសន្តិភាពថៃ
cái gì sang tập Việt Nam bông phong miền đại lư được xuân mà này tôi thà mà này nó có gì nhỉ bây giờ chụp ở riêng đặc độc nữa tại kia mới đây giờ sang tập Việt kia đấy bông phong miền đại lư bật thi đi tập đây đi cần dùng tay Singapore đi sang tập Singapore Indonesia đi sang tập Indonesia à thế mà chứ bậc kia đi cái gì sang tập Phú Mỹ hay đây Phú Mỹ miền Singapore cho Campuchia mới sang tập miền Singapore còn đây vì mình miền Singapore mà bảo cứ Singapore chặt cho Singapore của lá cá nè nhungជំរាបជូនប្រិយមិត្តជាចំណេះដឹងទូទៅហើយជាសច្ចធម៌ខ្ញុំឆ្លើយនៅពីចំណុចសំខាន់ទី1សំណួរចាក់ចម្លើយចាក់ទី2ចម្លើយសច្ចធម៌តែខ្ញុំឆ្លើយអសច្ចធម៌ចាក់ទុកទៅហើយខ្ញុំក៏សូមជម្រាបទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថាបើសម្ដេចទីប្រឹក្សាសម្ដេចអង្គខួរក្បាលឬក៏សិទ្ធិអង្គណាខ្ញុំជួយឲ្យយោបល់បន្តិចហើយនេះសន្តិភាពខ្ញុំនិយាយលក្ខខណ្ឌសុផលហើយពេលណាសង្គមឬក៏ណាពិភពលោកច្របូកច្របល់គ្មានយុត្តិធម៌ខ្ញុំនិយាយចឹងទៅឬក៏ជាខ្លីថាពេលដែលសង្គមនិងពិភពលោកគ្មានយុត្តិធម៌សន្តិភាពកំណត់ដោយអ្នកខ្លាំងមិនមែនកំណត់ដោយអ្នកខ្សោយទេណាអានេះបានខ្ញុំជម្រាបជូនសម្ដេចបើថាសម្ដេចគិតមិនឃើញឬក៏ទីប្រឹក្សាសម្ដេចអង្គសូនតារាធ្វើទីប្រឹក្សាមួយម៉ាត់មកកន្លះម៉ោងហើយពាក្យនឹងនិយាយឲ្យមនុស្សភ្លឺកុំឲ្យមនុស្សអួតនេះកុំឲ្យមនុស្សអួតនិយាយឲ្យមនុស្សភ្លឺសម្ដីសូនតារាពេលដែលពិភពលោកនិងសង្គមអយុត្តិធម៌សន្តិភាពមិនកំណត់ដោយអ្នកខ្សោយទេគឺកំណត់ដោយអ្នកខ្លាំងបងប្អូនអីហេតុអីបងប្អូនបើសង្គមមានយុត្តិធម៌ដូចនៅអឺរ៉ុបគេអត់ឈ្លានពានគ្នាអាហ្នឹងយើងកំណត់ដោយច្បាប់បើសង្គមអយុត្តិធម៌ពិភពលោកអយុត្តិធម៌សន្តិភាពកំណត់ដោយអ្នកខ្លាំងអ្នកខ្សោយអត់មានសិទ្ធិកំណត់សន្តិភាពហេតុអីបងប្អូនខ្ញុំសួរបងប្អូនមើលលើកឧទាហរណ៍ពីប្រទេសតើប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីមួយណាកំណត់សន្តិភាពមិនមែនអ៊ុយក្រែនអ្នកកំណត់សន្តិភាពទេគឺរុស្ស៊ីកំណត់សន្តិភាពរវាងអ៊ីស្រាអែលនិងហ្គាហ្សាតែអ្នកណាកំណត់សន្តិភាពមិនមែនហ្គាហ្សាកំណត់សន្តិភាពទេគឺអ៊ីស្រាអែលកំណត់សន្តិភាពហេតុអីពីព្រោះអ៊ុយក្រែននិងហ្គាហ្សាវាខ្សោយវាអត់កំណត់បានទេអានេះបើសិនជាយើងចង់បានសន្តិភាពវាតល់តែយើងអោនក្បាលវាតល់តែយើងអោនក្បាលប្រគល់អ្វីមួយឲ្យទៅគេអានេះបានគេផ្ដល់សន្តិភាពនិងសន្តិសុខឲ្យយើងបើសិនយើងខ្សោយយើងចង់យើងខ្សោយយើងកំណត់សន្តិភាពអ្នកខ្សោយអត់កំណត់សន្តិភាពទេនេះបងប្អូនយើងមើលឪពុកសូនតារាខ្ញុំនិយាយឧទាហរណ៍ឪពុកមិនល្អរបស់កូនតើសូនតារាជាអ្នកកំណត់សន្តិសុខសុវត្ថិភាពឪពុកនិងក្រុមគ្រួសាររបស់ខ្ញុំបានទេខ្ញុំសូនតារាកំណត់សន្តិសុខសុវត្ថិភាពឪពុកនិងក្រុមគ្រួសាររបស់ខ្ញុំមិនបានទេគឺពួកគាត់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយឪពុករបស់ខ្ញុំកំពុងតែដេកក្នុងគុកហេតុអីហ៊ុនសែនខ្លាំងហ៊ុនសែនកំណត់សន្តិសុខសុវត្ថិភាពឪពុករបស់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំចុះឪពុករបស់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំនឹងមានសន្តិសុខសុវត្ថិភាពដរាបណាខ្ញុំសូនតារាអោនក្បាលដូចហើយបានណាទាល់តែខ្ញុំអោនក្បាលទៅចុះចូលជាមួយគណៈបកប្រជាជនទើបឪពុកនិងក្រុមគ្រួសាររបស់ខ្ញុំទាំងអស់មានសន្តិភាពបើខ្ញុំខ្សោយជាងខ្ញុំអត់កំណត់សន្តិភាពឲ្យក្រុមគ្រួសារនិងឪពុករបស់ខ្ញុំទេហើយមានខ្ញុំនិយាយនេះក្នុងក្របខ័ណ្ឌសង្គមអយុត្តិធម៌មានន័យថាសង្គមកម្ពុជាណាចាត់ជលសាអយុត្តិធម៌បងប្អូនត្រូវមើលថាកម្ពុជាប្រទេសជុំវិញយើងនឹងវៀតណាមហើយនិងថៃជាអ្នកកំណត់សន្តិភាពនៅកម្ពុជាណាមិនមែនហ៊ុនសែនទេហ៊ុនសែនអាចកំណត់សន្តិភាពបានលើទឹកណាដូចសូនតារាខ្ញុំឧទាហរណ៍ឪពុករបស់សូនតារាជាប់គុកក្រុមគ្រួសាររបស់ខ្ញុំរងការគំរាមកំហែងទាំងមូលគឺខ្ញុំអត់កំណត់សន្តិភាពឲ្យក្រុមគ្រួសារខ្ញុំបានទេព្រោះខ្ញុំខ្សោយបើខ្ញុំជាអ៊ីស្រាអែលនេះឬខ្ញុំជាប៉ាគីស្ថានដូចតតាំងជាមួយឥណ្ឌាសួរថាសម្ដេចហ៊ានចាប់ឪពុករបស់ខ្ញុំខ្ញុំកំណត់សន្តិភាពណាសម្ដេចខ្ញុំកំណត់សន្តិភាពណាបើខ្ញុំជាអ៊ីស្រាអែលខ្ញុំខ្លាំងតើសម្ដេចហ៊ានកំណត់ចាប់ឪពុកខ្ញុំដាក់គុកទេអត់ទេ
ចឹងយើងធ្វើមានដឹកនាំត្រូវមានគុណធម៌កុំអាងតែខ្លួនឯងខ្លាំងទៅធ្វើបាបអ្នកទុនខ្សោយហើយពេលដែលគេថាទៅយើងទៅខឹងគេណាអ៊ីវប៉ុណ្ណោះអានេះច្បាស់ណាខ្ញុំសនតារាមិនអាចកំណត់សន្តិសុខសុវត្ថិភាពឪពុករបស់ខ្ញុំនិងក្រុមគ្រួសារបានទេលកឹកណាខ្ញុំមិនអោនក្បាលរណបហ៊ុនសែនមិនអាចកំណត់សន្តិភាពប្រទេសកម្ពុជាដែលប្រៀបធៀបជាមួយនឹងរុស្ស៊ីហើយនិងអ៊ីស្រាអែលបានទេដរាបណាបើគាត់មិនរណបយួនឬក៏រណបថៃគាត់អត់រណបទេប៉ុន្តែគាត់ព្យាយាមរណបគេអានេះគាត់អាចអត់រណបទេនេះអញ្ចឹងហើយបានជាពាក្យសូនតាតែងតែកតិបណ្ឌិតណារំលឹកថាតែងតែកតិបណ្ឌិតត្រង់ណាខ្ញុំធ្លាប់និយាយលើកមុនបងប្អូនណាបែរជាសប្តាហ៍2សប្តាហ៍មុនណាខ្ញុំនិយាយថានៅលើពិភពលោកយើងនេះឧស្សាហកម្មគេមិនដែលបង្រៀនមនុស្សឲ្យភ័យខ្លាចសង្គ្រាមទេបងប្អូនមនុស្សខ្លាចសង្គ្រាមតើអាចដោះស្រាយអីបានមិនមែនមានន័យថាពេលមនុស្សខ្លាចសង្គ្រាមមកស្រុកអត់មានសង្គ្រាមទេគូគេបង្រៀនឲ្យមនុស្សមោទនភាពជាតិការពារទឹកដីដោយបត់ដីខ្មែរប្រែរសវណ្ណភូមិខ្ញុំចំណាំលើកឃ្លាមួយថាថ្ងៃមួយមានស្ត្រីបន្ទុសរាយខ្មែរគ្រប់កាយមានតែគ្រប់នាការឡើយខ្ញុំបើមកចោតតិចខ្ញុំនៅតែនិយាយដែរបើបរទេសឆ្លៀនពៀនខ្ញុំសូនតារាសាមគ្គីជាមួយសម្ដេចអត់នៅជាមួយបរទេសទេខ្ញុំថាអញ្ចឹងណាពីព្រោះប្រទេសមានសង្គ្រាមយើងมันអាចយកខ្មែរណាទៅឆ្លោះទាស់ទែនទៅប្រជែងគ្នាទេអត់ទេរួមគ្នាសិនខ្ញុំនឹងប្រជែងជាមួយសម្ដេចនឹងហ៊ុនម៉ាណែតពេលដែលប្រទេសមានសន្តិភាពខ្ញុំប្រជែងខ្ញុំបំពេញតួនាទីតាមបែបលទ្ធិប្រជាធិបតេយ្យគឺប្រកួតប្រជែងសមត្ថភាពរិះគន់មានន័យថាខ្ញុំឲ្យតម្លៃនៃការដឹកនាំរបស់សម្ដេចបាត់ទៅហើយពីព្រោះមានតែសង្គមប្រជាធិបតេយ្យទេដែលមនុស្សប្រជែងប្រកួតកំណត់គ្នាហើយខ្ញុំនៅតែប្រកាន់ចំហរដដែលតាំងពីដើមមកគឺអត់មានអីទេប៉ុន្តែខ្ញុំគាត់តែចង់ប្រាប់ចំណុចនេះឲ្យវិទ្យាសាស្ត្របងណានៅលើពិភពលោកយើងនេះណាបងប្អូនចាំសម្ដីសូនតារាមនុស្សខ្សោយបើសង្គមអយុត្តិធម៌ខ្ញុំនិយាយទៅត្រប់ខាងអយុត្តិធម៌បើយុត្តិធម៌យើងបាត់និយាយទេអ្នកខ្សោយមិនកំណត់សន្តិភាពទេដូច្នេះកុំអួតពេកប្រយ័ត្នយើងមើលទឹកចិត្តអាកើតឯនឹងអាលិចអត់ឃើញទេហើយយើងអួតហើយស្អីឡើងវាខ្លងក្របចូលមកវាបាញ់យន្តស្រោចយន្តហោះមកយើងធ្វើមិនវាថាធ្វើឲ្យអញតដៃមែនប៉ុន្តែវាអត់បានសុខទេប៉ុន្តែបើសិនជាយើងខ្លាំងយើងកំណត់បានបងប្អូននៅលើខ្ញុំមើលទៀតនៅអាមេរិកហេតុអីបានជាប្រទេសនៅទ្វីបអាមេរិកមានសន្តិភាពដោយសារតែអាមេរិកជាអ្នកកំណត់សន្តិភាពអាមេរិកវាអត់វាយជាមួយមេស៊ីកូអាមេរិកវាអត់ធ្វើសង្គ្រាមវាមានតែធ្វើលំអខ្លាចពួកមេស៊ីកូនឹងឆ្លងចូលមែនទេបងប្អូនមានតែឃើញប្រទេសដែលជាប់ព្រំដែនអាមេរិកមានទេគេថាដូណាល់ត្រាំចំយកនេះចំយកនោះអានឹងខ្ញុំមិនដឹងខ្ញុំសូមនិយាយស៊ីជម្រៅនេះជាយុទ្ធសាស្ត្ររបស់គាត់មែនមួយដើម្បីមែនទេត្រឡប់ស្ថានភាពពិភពលោកខ្ញុំមិនដឹងទេប៉ុន្តែគាត់នេះតែដែលខ្ញុំនិយាយត្រឡប់ថាសូមរាននិយាយត្រូវខ្ញុំឃើញបណ្ឌិតឬក៏អ្នកប្រាជ្ញសេដ្ឋកិច្ចខ្លះនិយាយខុសប៉ុន្តែគ្រូមិនហ៊ាននិយាយខ្ញុំថាបើសេដ្ឋកិច្ចសូនរាចេះទេប៉ុន្តែបើសេដ្ឋកិច្ចនយោបាយសួរសូនរារឿងអីរឿងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនអាមេរិកទៅសុំចិនចរចាឬក៏ទម្លាក់វាតម្លៃប្រមាណ100វាទម្លាក់មកចិនទៅ30ហើយវិញគេថាសង្គ្រាមពាណិជ្ជកម្មហ្នឹងអាមេរិកនឹងចាញ់ចិននឹងឈ្នះណោះឃើញទេអាមេរិកឈ្នះចិនឈ្នះមែនចុងក្រោយអាមេរិកចរចាសុំចិនចរចាមុនហើយទម្លាក់ពុនចិនទៀតណាគឺចាញ់មែនចង់បានពាក្យឈ្នះយកទៅស៊ីដល់ឈ្នះហ្នឹងមែនទេដូចជាបរទេសណាបើកាលណាយើងចង់បានសន្តិភាពយកទៅស៊ីដល់ពាក្យសន្តិភាពមកទៅដីអញបានហើយយកសន្តិភាពអញយកកោះហើយយកសន្តិភាពអញយកសមុទ្រគេអត់មានមកនេះទេគេថាឲ្យទៅអស់ទៅផ្ទះដៃរងវងដាក់តែងផ្កាបាច់ទឹកបាញ់ទឹកបាញ់ហើយយកទៅគេឲ្យអាហ្នឹងបើយើងមើលជាក់ស្ដែងគឺឃើញថាអាមេរិកចាញ់សង្គ្រាមពាណិជ្ជកម្មចិនប៉ុន្តែមិនបានសូនតារាថាឈ្នះបងប្អូនមានចាំបានទេខ្ញុំថានៅលើពិភពលោកយើងនេះនៅក្នុងសង្គមប្រកួតប្រជែងនឹងអយុត្តិធម៌ណាចលាចលអានប៉ុណ្ណាអ្នកខ្សោយមិនមែនជាអ្នកកំណត់សន្តិភាពទេគឺអ្នកខ្លាំងហេតុអីពីព្រោះអាតម្លើងពុនអាបញ្ចុះពុនអាមេរិកវាអ្នកកំណត់ឥឡូវយើងសួរតែចិនអាចកំណត់បានទេចិនអាចកំណត់ទៅដល់យកពុនអឺរ៉ុប 50% យកពុនអាហ្វ្រិក 200% យកពុនអាមេរិក 100%ចិនវាអត់កំណត់ទេអាមេរិកវាដើរកំណត់គេពេញពិភពលោកមានន័យថាវាអ្នកខ្លាំងវាកំណត់សន្តិភាពនៅប្រទេសដែលនៅជាប់ព្រំដែនអាមេរិកគឺអាមេរិកជាអ្នកកំណត់សន្តិភាពមែនទេប្រទេសនៅព្រំដែនអឺរ៉ុបបារាំងអាល្លឺម៉ង់អង់គ្លេសជាអ្នកកំណត់សន្តិភាពបើបារាំងចង់វាយទៅទៀតម៉ូណាកូឬក៏លុចសំបួរមានស្អីអាហ្នឹងផ្លុំពូតទៅទៀតគេមិនវាយទេប្រទេសតូចនៅអឺរ៉ុបនេះមែនទេបើអត់ទេបារាំងគេចង់ទៅយកវាយប្រទេសណាឥឡូវហ្នឹងប្រទេសតូចមួយនៅអឺរ៉ុបណាទៅមិនរួច
តែមិនតិចប៉អរហើយណាហេតុអីបានជាប្រទេសដែលនៅជាប់ព្រំដែនរុស្ស៊ីខ្លះមានសង្គ្រាមប្រទេសខ្លះអត់សង្គ្រាមមកពីអ្នកខ្លាំងកំណត់សន្តិភាពអញ្ចឹងសម្ដេចរឿងអួតសន្តិភាពអានេះខ្ញុំថាបើសម្ដេចគិតមិនដល់ឬក៏ទីប្រឹក្សាសម្ដេចអត់ណាប៉ុន្តែខ្ញុំដឹងថាសម្ដេចគ្រាន់តែចង់កេងចំណេញនយោបាយទេបោកប្រជាជនទេប៉ុន្តែខ្ញុំថាបើសម្ដេចគិតមិនដល់ឬក៏ប្រទីប្រឹក្សាសម្ដេចរាប់ម៉ឺនអ្នកនឹងបានណាថ្ងៃនេះសូនតារាគឺទីប្រឹក្សាមួយនាទីចុះចាំពាក្យសម្ដីនេះក្នុងសង្គមនឹងពិភពលោកអយុត្តិធម៌អ្នកឈ្នះអ្នកខ្លាំងកំណត់សន្តិភាពសួរខ្លួនឯងមើលតើសមត្ថភាពសេដ្ឋកិច្ចកងទ័ពរបស់យើងខ្លាំងជាងថៃនិងជាងយួនហើយឬនៅបើថាយើងខ្សោយជាងយួនខ្សោយជាងថៃណាយើងមិនមែនជាអ្នកកំណត់សន្តិភាពទេបើសង្គមនឹងសង្គមជំនាញពីណាដរាបណាទាល់តែយើងអោនក្បាលដូចសូនតារាមិនមែនជាអ្នកកំណត់សន្តិភាពសុវត្ថិភាពឪពុករបស់ខ្ញុំនិងក្រុមគ្រួសារខ្ញុំទេពីព្រោះហ៊ុនសែនខ្លាំងសម្ដេចខ្លាំងសម្ដេចអ្នកកំណត់ខ្ញុំអាចឲ្យក្រុមគ្រួសារខ្ញុំជំរុងចម្រើននេះខ្ញុំចេញចូលស្រុកខ្មែរដើរលេងសប្បាយឬហាណាពុករបស់ខ្ញុំចេញពីពុកបានលកឹកណាខ្ញុំអោនក្បាលជាមួយសម្ដេចអានេះច្បាស់អញ្ចឹងបងប្អូនកុំច្រឡំមកមានពេលខ្លះនៅលើពិភពលោកយើងនេះខ្ញុំត្រឡប់ទៅខាងដើមវិញគេមិនបង្រៀនមនុស្សឲ្យខ្លាចសង្គ្រាមទេគេបង្រៀនមនុស្សឲ្យមានមោទនភាពអញ្ចឹងបានជាប្រទេសខ្លះពលរដ្ឋមានកាតព្វកិច្ចយោធាណាបងប្អូនដូចជាជំរាបជាតិនៅអាមេរិកខ្ញុំមិនដឹងទេប៉ុន្តែជំរាបជាតិនៅថៃគេលើកទឹកចិត្តឲ្យមនុស្សហ្នឹងខ្លាំងគេលើកទឹកចិត្តឲ្យមនុស្សហ្នឹងត្រូវឈរវិញជំរាបជាតិបារាំងណាថ្ងៃណាមួយខ្ញុំនិយាយពីជំរាបជាតិបារាំងប៉ុន្តែឥឡូវខ្ញុំនិយាយមួយម៉ាត់គឺគេប្រាប់មកក្មេងៗចាស់គេថាយុវជនក្មេងចាស់ប្រុសស្រីជំរាបបារាំងហ្នឹងគឺចេញមកអញ្ចឹងណាក្មេងចាស់ប្រុសស្រីយុវជនពលរដ្ឋទាំងឡាយគឺក្រោកឈរប្រឆាំងនឹងជនបដិការបើសិនជាពួកគេមានជនបដិការលើកស្ទួយប្រជាធិបតេយ្យទោះជាឈាមហូរក្រៅធរណីក៏ដោយអាហ្នឹងជួនកាលជួនណាតមិនស្រួលក៏បកពីបារាំងអាថាថ្ងៃមួយមានសត្រូវបន្ទុះសារាយខ្មែរគ្រប់កាយស្ម័គ្រចិត្តបដូរជីវីនេះសឹកសង្គ្រាមឈាមក្រៅលើប្រតិពីអាហ្នឹងខ្ញុំគិតថាបើជួនកាលជួនណាតសម្ដេចព្រះសម្មាសម្ពុទ្ធជួនណាតគាត់ឥទ្ធិពលពីចម្រៀងជាតិបារាំងចាំការស្មានអាហ្នឹងអត្តន័យចម្រៀងជាតិបារាំងមួយទៀតណាបងប្អូនបើកាលណាប្រទេសមួយយើងបង្រៀនមនុស្សឲ្យញ័រសាច់ខ្លាចសង្គ្រាមវាទាល់តែពិភពលោកទាំងមូលលក្ខខណ្ឌទៀតខ្លាចដែរអូទេបើថៃវាអត់ខ្លាចបងវាចង់ទៅវាយយកយើងយួនវាអត់ខ្លាចបងវាចង់ទៅវាយយកយើងហើយយើងទៅបន្លាចខ្មែរគ្នាឯងបន្លាចជុំជាតិគ្នាឯងព្រោះចង់តាំងអំណាចតកូនតចៅទៅបាត់បង់ទឹកដីអាហ្នឹងមិនត្រឹមត្រូវនេះមិនត្រូវបង្រៀនមនុស្សខ្លាចទេឲ្យមនុស្សខ្លាចហ្នឹងឥឡូវយើងសួរមើលអាមេរិកគេដែលបង្រៀនកូនវាខ្លាចសង្គ្រាមទេសូមអាមេរិកមានសង្គ្រាមពីណាមកបារាំងគេមានដែលបង្រៀនកូនខ្លាចសង្គ្រាមពីណាហើយបារាំងមានសង្គ្រាមពីណាមកមានតែយើងបង្រៀនមនុស្សឲ្យសាមគ្គីនិងការពារប្រទេសជាតិគ្រប់ជាសាសនាមោទនភាពណាហើយពាក្យហ្នឹងសូមតារាដូចនិយាយត្រូវតែដូចថាខ្ញុំកាលនោះខ្ញុំលើកប្រធានបទព្រោះមានការផ្ទុះអាវុធមួយប្រាវឬឥណ្ឌានិងប៉ាគីស្ថានកាលនោះខ្ញុំលើកអានេះខ្ញុំលើកចំណុចហ្នឹងហើយតែត្រូវមកណាពាក្យហ្នឹងអញ្ចឹងបានជាខ្ញុំសរុបមកខ្ញុំជម្រាបសម្ដេចតាមហ្នឹងសម្ដេចថាឲ្យយកគំរូឲ្យអ៊ីស្រាអែលនិងរុស្ស៊ីនឹងយកគំរូតាមសម្ដេចអាគំរូខ្ញុំលើកទៅនិយាយថ្ងៃស្អែកព្រោះថ្ងៃស្អែកខ្ញុំនិយាយប្រធានបទមួយទៀតពាក់ព័ន្ធគំរូហ្នឹងប៉ុន្តែខ្ញុំគាត់និយាយថ្ងៃនេះជូនទៅប្រិយមិត្តជាគតិបណ្ឌិតសម្រាប់ប្រិយមិត្តទាំងអស់គ្នាជាការយល់ដឹងសម្រាប់សម្ដេចណាបើសម្ដេចគិតមិនដល់ឬក៏ទីប្រឹក្សាសម្ដេចបានចាំពាក្យមួយឃ្លានេះមុននឹងចូលទៅដល់ប្រធានបទទី2នៅក្នុងសង្គមអយុត្តិធម៌ព្រៃផ្សៃអ្នកខ្សោយមិនមែនជាអ្នកកំណត់សន្តិភាពទេសន្តិភាពកំណត់ដោយអ្នកខ្លាំងដូចខ្ញុំលើកឧទាហរណ៍សូនតារាអត់អាចកំណត់សន្តិភាពឪពុកនិងក្រុមគ្រួសារខ្ញុំបានមិនអាចព្រោះខ្ញុំខ្សោយហើយបើខ្ញុំដូចជាអ៊ីស្រាអែលសម្ដេចអត់ហ៊ានប៉ះឪពុករបស់ខ្ញុំហើយបើសម្ដេចមានគុណធម៌ពិតប្រាកដមិនប្រើអំណាចដ៏អស្ចារ្យទៅធ្វើបាបមនុស្សចាស់ជរាទុនខ្សោយដើម្បីតែចង់ឈ្នះកូនក្មេងម្នាក់បើធ្វើដូច្នោះមែនអានឹងគឺធនជ័យហើយនឹងបរិជាគ្នាធនជ័យបរិជារឿងធនជ័យហើយនឹងស្ដេចណាបងប្អូនអ្នកអានសិភៅធនជ័យនឹងស្ដេចគ្មានអ្នកណាឲ្យស្ដេចឈ្នះទេទោះជាធនជ័យត្រូវស្ដេចតាមធ្វើបាបប្រហារជីវិតលោតទឹកបញ្ជូនទៅស្រុកចិនដាក់គុកប៉ុន្តែគេមិនដែលនិយាយថាស្ដេចឈ្នះធនជ័យទេស្ដេចចាំធនជ័យចាំប្រាជ្ញាបងប្អូនគឺស្ដេចមានតែកម្លាំងព្រៃផ្សៃក្នុងរឿងធនជ័យកាន់តែព្រៃផ្សៃជ័យជំនះកាន់តែបានទៅលើធនជ័យអញ្ចឹងបានជាខ្ញុំនៅត្រឡប់មកពាក្យវិញថាឥឡូវនេះការផ្ទុះអាវុធមួយប្រាវខ្ញុំជឿថាវានឹងស្ងប់ក្នុងរយៈពេលវែងប៉ុន្តែវានឹងមិនបាច់ណាដរាបណាមិនមានការក្រឹតឯកភាពព្រំដែនពិតប្រាកដ
មួយនឹងមានកិច្ចព្រមព្រៀងជាសកលនៅក្នុងអាស៊ានដែលមានលក្ខណៈអន្តរជាតិដូចនៅអឺរ៉ុបមានពេលខ្លះយើងបដិសេធយន្តការអន្តរជាតិដូចដែលហ៊ុនម៉ាណែតគាត់ធ្វើហ្នឹងណាគឺយើងទៅសុំកលុំយើងសុខចិត្តធ្វើទ្វេភាគីមានពេលខ្លះគេគៀបយើងស៊ីទេបើយើងខ្សោយស្វែងរកជំនួយទៅកុំខ្លាចគេថាបានខ្វះអីពិភពលោកអ៊ុយក្រែនណាបើអត់មានជំនួយចូលទៅក្នុងពោះខ្លាយទៅជាអាចរបស់រុស្ស៊ីបានហើយនេះខ្លាយជាអាចរបស់រុស្ស៊ីលេបតាពីចូលកាពះរុស្ស៊ីហើយបើយើងខ្សោយមិនបាច់ខ្លាចជំនួយទេមានច្បាប់យន្តការអន្តរជាតិណាដែលអាចចំណេញដល់យើងដែលប្រើបានប្រើទៅអានេះខ្ញុំគ្មានអីទេគាត់ថាគ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរទេហើយបើមានសត្រូវឆ្លៀនពៀនកម្ពុជាខ្ញុំសូនតារាសាមគ្គីជាមួយសម្ដេចប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការចេកអន្តរសម័យផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី2សិតតែរឿងកប្លែងនេះរឿងកប្លែងគឺប្រធានបទទី2ប្រធានបទទី3ប្រធានបទទី3នេះនិយាយរួចហើយគឺយួនស្នើឲ្យហ៊ុនម៉ាណែតមើលថែជនជាតិយួននៅលើដីខ្មែរឯចំណែកហ៊ុនម៉ាណែតស្នើឲ្យថៃវាយក្បាលខ្មែរនៅលើដីថៃអានេះវាថាអស្ចារ្យបងណាអស្ចារ្យឥឡូវចូលរឿងអង្គការប្រធានបទចុងក្រោយទី2ព្រះអាទិត្យសមុទ្រឃើញអង្គការ50នឹងមានតែกระดาษទេហ៊ុនមនុស្ស2នាក់អង្គុយធ្វើទេមែនទេដែលខ្ញុំហៅថា50ហ៊ុន50ហ៊ុនបានប្រហែលជីខ្ញុំអត់សូវមិនមែនជាងនេះមើលអ្នកណាជាងនេះជួយប្រាប់ខ្ញុំ50ហ៊ុនប្រហែល 5G 10ហ៊ុន 1G អញ្ចឹងណាឬក៏យើងនិយាយថាអង្គការ 5G ក៏បានដែរនេះរៀនគណិតវិទ្យាតិចមើលសូដាវីតអង្គការ50ហ៊ុនបងប្អូនបានដាក់ពាក្យទៅតុលាការកំពូលសុំដកសិទ្ធិរងឈុនរាជនីសង្ឃកុំឲ្យធ្វើនយោបាយចុះអញ្ចឹងរងឈុនមានសិទ្ធិធ្វើនយោបាយបើធ្វើខុសនឹងហ៊ុនកងទ័ពហ៊ុនសែននឹងទៅចាក់រងឈុនដាក់គុកមិនបានហ៎ឥឡូវខ្ញុំសួរចេះអីក៏ប្រកបផ្លែងមែនហើយតែអួតសន្តិភាពអាហ្នឹងឯងដែលខ្ញុំនិយាយថារងឈុនអត់កំណត់សន្តិភាពហ៊ុនសែនកំណត់សន្តិភាពដោយសាររងឈុនខ្សោយសូមថាកំណត់សន្តិភាពឲ្យឪពុករបស់ខ្ញុំឯងហ៊ុនសែនកំណត់សន្តិភាពដោយសារខ្ញុំខ្សោយហើយបញ្ជាក់ឲ្យឃើញថាហ៊ុនសែនវាយបានតែមនុស្សអញ្ចឹងមនុស្សទុនខ្សោយចាស់ជរានេះប៉ាខេមដូចទៅអញ្ចឹងកណ្ដាលសមុទ្រយើងមើលអង្គការមួយហើយខ្ញុំដាក់ប្រធានបទទៀតឯកឧត្តមសៀងបាទអង្គការនៅលើពិភពលោកផែនដីមួយទំមូលឲ្យតែនិយាយអំពីអង្គការសង្គមស៊ីវិលពាក្យថាអង្គការសង្គមស៊ីវិលមិនដែលមានអង្គការណាគ្រប់គ្រងការដកសិទ្ធិការដាក់ទោសពាក្យថាអង្គការបង្កើតមកដើម្បីសង្គ្រោះតាំងពីមានអង្គការសក្តានគេមានទាំងអង្គការសក្តិព្រៃគេមានទាំងអង្គការដើមត្នោតដើម្បីការពារដើមត្នោតអង្គការគេបង្កើតមកគឺដើម្បីសង្គ្រោះដើម្បីបង្កើតសិទ្ធិដើម្បីជាឱសថក្រៅតែពីអង្គការ 5G ឬក៏50ហ៊ុនអានឹងមានចំនួន50នេះថាចឹងតែមនុស្សម្នាក់អង្គុយបង្កើតមែនទេមានតែអង្គការប៉ុលពតទេដែលធ្វើអំពើប្រេយផ្សៃធ្វើអំពើអមនុស្សធម៌និងគ្រប់គ្រងទង្វើអមនុស្សធម៌ឥឡូវបងប្អូនខ្ញុំឲ្យរកអង្គការឃើញមួយអីគាត់ដូចម៉េះលោកម្ចាស់ហើយបើខ្ញុំប្រាប់ថាកុំខ្វល់អង្គការ1000ក៏ដោយបាច់ខ្វល់ទេបរមជនអត់មានអីត្រូវប្រពន្ធក៏អត់មានកូនក៏អត់មានផ្ទះក៏អត់មានមែនទេគុកក៏លែងខ្លាចតែយើងហេតុអីបានជាមិនលះបង់ទៅប្រើប្រាស់ជីវិតនឹងតែម្ដងទៅនេះគ្មានអ្វីដែលត្រូវសំណោះសោកស្ដាយបើយើងគ្មានអ្វីដែលត្រូវសោកស្ដាយផងបងប្អូនឥឡូវយើងរកឃើញហើយមានតែអង្គការ2ទេគឺអង្គការប៉ុលពតគឺអង្គការត្បូងចោលអង្គការប៉ុលពតគឺសម្រាប់តែសម្លាប់ហើយនឹងចាក់មនុស្សដាក់គុកដាក់គុកទូស្លែងសម្រាប់យកមនុស្សទៅកសាងអានេះហៅថាសម្លាប់ពាក្យពិតនេះឥឡូវហ្នឹងនៅលើពិភពលោកក្រៅតែពីអង្គការប៉ុលពតវាមានតែអង្គការហ៊ុនមួយទៀតអង្គការ5ហ៊ុនឬក៏អង្គការ 5G 50ហ៊ុនអង្គការ50ហ៊ុនហ្នឹងវាមិនដែលមានបងប្អូនខ្ញុំមិនដែលមានឃើញហ្នឹងតែបើខ្ញុំនិយាយខ្ញុំគាត់តែចង់បញ្ជាក់ថាអាហ្នឹងវាមិនមែនទេអង្គការខ្មែរក្រហមអង្គការក្រមអង្គការលើគឺបង្កើតឡើងដោយពួកប៉ុលពតដោយបកកុម្មុយនីសកម្ពុជាប៉ុលពតហើយចំណែកអង្គការ5ហ៊ុនណាគឺ
គឺជាអង្គការបង្កើតឡើងដោយហ៊ុនដែរដូចតែគ្នាហ្នឹងអង្គការសង្គមស៊ីវិលគឺគេធ្វើកិច្ចការយុត្តិធម៌គេជួយគេស្រោចស្រង់មនុស្សពេលដែលឃើញមនុស្សធ្លាក់ឃើញមនុស្សនឹងដាក់គេទៅយោងអាខ្សោយបងប្អូនហើយមិនមានអង្គការការពារសត្វព្រៃពីព្រោះសត្វព្រៃហ្នឹងវាកាន់តែវិនិច្ឆ័យគេការពារអាចិត្តផុតពូជហើយតែមិនមានអង្គការការពារបរិស្ថានពីព្រោះកម្ដៅផែនដីវាកើនបរិស្ថានព្រៃឈើខ្យល់វាវិនិច្ឆ័យណាហើយតែមិនមានអង្គការការពារសិទ្ធិមនុស្សពីព្រោះសិទ្ធិហ្នឹងវាវិនិច្ឆ័យណាអង្គការគេបង្កើតមកដើម្បីសង្គ្រោះរបស់វិនិច្ឆ័យចិត្តបាត់បង់ណាហើយដល់រងឈុនមនុស្សចាស់ជរាគេត្រូវគេដកសិទ្ធិគេត្រូវនៅជីជន់គេរត់អូសផ្ទះគេដកសិទ្ធិអាហ្នឹងយើងត្រូវតែជួយមនុស្សអង្គការហ្នឹងត្រូវតែជួយអាហ្នឹងមកទៅដល់អង្គការជន់ថែមអាហ្នឹងអង្គការលឺប៉ុលពតបាត់ហើយបើគេនិយាយទៅខំទៅរឿងអីអាហ្នឹងអង្គការប៉ុលពតណាខ្ញុំនិយាយរឿងអង្គការខ្ញុំមានចំណុចមួយចេះតើគេប្រកួតអង្គការឬក៏គេមែនទេធ្វើតាមច្បាប់ត្រឹមត្រូវអត្តហេតុអត្តនោនេះបើតឡាតែនិយាយដល់មិនបើនិយាយមកខ្វល់មែនទេគេលបែងទៀតទេគេប្រុងដករងឈុនហ្នឹងគេដកបាច់មានអង្គការក៏បានដែរគាត់គេធ្វើកំ pl ែងគេធ្វើឲ្យមានគេធ្វើឲ្យសម្បើមគេធ្វើតែប្រជាធិបតេយ្យប្រជាជនគេចេះធ្វើដែរតែពេលគេដកគឺគេដកឲ្យគេគាត់ថាខ្លែងមកនឹងលបោយទេប៉ុន្តែខ្ញុំសួរចេះតើប្រទេសកម្ពុជាប្រកួតអង្គការឬក៏ប្រកួតផ្លូវច្បាប់បើប្រកួតអង្គការងាប់ហើយបងប្អូនចុះអង្គការនៅជិត 1000 ណានៅជុំវិញពិភពលោកដាក់ញ៉ាត់ទៅនេះទៅអាណាច្រើនជាងយកអង្គការមែនតើណាអង្គការជុំវិញពិភពលោកដាក់ញ៉ាត់ទៅនេះទៅសញ្ញេអង្គការមួយសញ្ញេមួយអង្គការមួយសញ្ញេមួយណានេះជុំវិញពិភពលោកសួរតើលោកគង់មិនចូលជុំវិញពិភពលោកវាតលីបើនៅស្រុកខ្មែរអង្គការណាសញ្ញេមកយកដាក់គុកហ្នឹងសិតចំណាក់ខ្មាំងដែរអង្គការសញ្ញេទៅគ្រប់គ្រងរងជនអង្គការនេះជាប់គុកបាត់ហើយវាមិនត្រូវទៅទៀតវាមិនត្រូវទៅទៀតមិនវាលូកដៃចូលក្នុងនយោបាយអង្គការមានសិទ្ធិតែជួយជនរងគ្រោះទេគេមិនដែលអង្គការណាទៅជន់ជនរងគ្រោះដោយអង្គការកាន់កិច្ចអៀវអង្គការគុកទូស្លែងនិងអង្គការថ្នាក់លើរបស់ខ្មែរក្រហមទេគ្មានទេបើតែឥឡូវវាមានហើយបាន2នាក់យកទៅនេះហើយខ្ញុំជម្រាបប្រាប់បងប្អូនប្រជាជនកម្ពុជាទាំងអស់ស្រីនាងសកុនធារីកុំចាប់អារម្មណ៍នេះកុំចាប់អារម្មណ៍ចង់ធ្វើអីធ្វើទៅពួកឥឡូវនេះវាអំណាចវាផុតវាដៃកំណត់វានឹងមកដល់ណាដល់ណីចង់ប្រៃខ្លាយមនុស្សឲ្យទៅជាស្អីគេប្រៅតឡាក៏កុំបាច់ទៅតាមលខោនរបស់គេទេបើថាចង់ដករងជនបាច់ទៅវិញញ៉ៃច្រើនទេបើចាប់ដាក់គុកចាប់វែកទៅដូចឪពុករបស់ខ្ញុំគេមានតែវែកញ៉ៃអីកាលគេវែកញ៉ៃក៏មានចាប់ផងដល់អត់វែកញ៉ៃត្រឹបមែនទេហៅទៅប្រទេសធានចាក់នៅប្រទេសធាននឹងលក្ខណៈករណីអាហ្នឹងបានជាខ្ញុំជម្រាបប្រាប់បងប្អូនថាមិនបាច់ផ្អើលីទេបាទទេអ្វីដែលសំខាន់មួយម៉ាត់តស៊ូកុំឈប់ហើយមិនចាំបាច់ដើរស្របតតែហ៊ុនសែនឲ្យបានយើងធ្វើបើចាំហ៊ុនសែនឲ្យបានយើងធ្វើតយើងធ្វើតាមហ៊ុនសែនដូចសមាជិកព្រឹទ្ធសភា3នាក់របស់គណៈបកប្រឆាំងនៅក្នុងព្រឹទ្ធសភាបច្ចុប្បន្នហ្នឹងនេះតើធ្វើតាមហ៊ុនសែនរំដោហ៊ុនសែនដូចខ្ញុំនិយាយចឹងហ៊ុនសែនអ្នកកំណត់សុខសวัสดิភាពបើវាអយុត្តិធម៌ណាអញ្ចឹងតាមកិច្ចការតស៊ូហេតុអីបានជាមហាធម្មគុណធីរំដោះប្រទេសចេញពីអាណានិគមអង់គ្លេសពីព្រោះគាត់មិនស្របតាមអង់គ្លេសណាឲ្យមហាធម្មគុណធីទៅធ្វើអញ្ចឹងមែនទេហេតុអីបានជា Lutin of the King ហ្នឹងនេះអាចបង្កើតនៅលំហជនជាតិស្បែកខ្មៅការរើសអើងពុទ្ធសាសនានៅអាមេរិកនិងជុំវិញពិភពលោកពីព្រោះ Martin King ហ្នឹងគឺគាត់អត់តាមច្បាប់រើសអើងពុទ្ធសាសនាហេតុអីបានជាប្រទេសកម្ពុជាត្រូវសង្គ្រោះចេញពីរបបផ្ដាច់ការព្រោះយើងអត់តាមបន្ទាត់របបផ្ដាច់ការយើងតាមរដ្ឋធម្មនុញ្ញបើយើងមិនតាមរបបផ្ដាច់ការយើងទៅល្វីល្វល់អីជាមួយអង្គការនេះជាមួយនឹងតុលាការជាមួយអីហ្នឹងយ៉ាងច្រើនគេធ្វើពីព្រោះនឹងចាប់យើងដាក់គុកហើយបើខ្ញុំសួរបើយើងមិនខ្លាចជាប់គុកផងបើយើងគុកលែងខ្លាចហើយតើយើងនៅខ្លាចទៅអីនៅខ្លាចអីបើថាខ្លាចសម្រាប់នេះសម្រាប់តែប៉ុណ្្នឹងហើយអ្នកណាដែលហ៊ានអ្នកណាដែលក្លាហានលះបង់ចេញមកដើម្បីតតាំងនៅលើពិភពលោកយើងនេះណាគ្មានអ្នកណាដែលដើរស្របតាមច្បាប់ជនផ្ដាច់ការនឹងអាចសង្គ្រោះប្រទេសចេញពីរបបផ្ដាច់ការបានទេដូចជាគំរូវីរភាពណារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបើគាត់មិនរត់ចោលស្រុកទៅស្រុកយួនភៀសខ្លួនហើយវាយបកចូលក្នុងរបបប៉ុលពតតើគាត់អាចសង្គ្រោះប្រទេសចេញពីរបបបល្ល័ង្កពិសាប៉ុលពតបានបើគាត់ស្របតាមប៉ុលពតណាគឺគាត់នៅក្នុងគុកទួលស្លែងចូលគុកទួលស្លែងខ្លាយទៅឆ្អឹងនៅបឹងជើងឯកមិនអាចបានទេអញ្ចឹងអត់មានចម្លែកទេដែលជនផ្ដាច់ការធ្វើបាបយើងដែលជនផ្ដាច់ការហ្នឹងគឺដកសិទ្ធចាប់យើងដាក់គុកនៅអង្គសាំងស៊ូជីនៅលើពិភពលោកអញ្ចឹង
អ្វីដែលចម្លែកគឺយើងអង្គុយរអ៊ូអង្គុយធ្ងោឬក៏រងចាំប្រជុំផ្ដាច់ការមានធម៌មេត្តាអត់ទេគឺត្រូវធ្វើបច្ច្រាស់អាបច្ច្រាស់ណាឲ្យកីឡាបដាល់ឈ្នះចាញ់បាន40ក្បាលដោយសារបច្ច្រាស់តើបើទាត់ដូចគ្នាបានពីរង្វាន់ដោយសារបច្ច្រាស់តើហើយយើងទាត់ទៅគេទាត់មកយើងណាបើយើងស្របតាមគេសុទ្ធចូលរហូតនឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទឥឡូវយើងចូលទៅដល់វគ្គផ្សេងខ្ញុំមើលខមមិនបងប្អូនបន្តិចបើសិនជាមានខមមិនយើងបន្តបើសិនជាអត់មានសំណួរទេយើងបញ្ចប់តែម្ដងដើម្បីកុំឲ្យវែងពេកណាបាទអញ្ចឹងថ្ងៃនេះប្រធានបទសរុបសេចក្តីមកមាន3ព្រោះ3នេះសំខាន់ណាស់ប្រធានបទទី1គឺរំលែកទុកឬក៏កាន់ទុកកងទ័ពម្នាក់ជាគ្រួសារខ្មែរយើងត្រូវចូលរួមកាន់ទុកប៉ុន្តែខ្ញុំចម្លែកតែនេះមួយបងប្អូនណាបើសិនជាខ្ញុំមិនទាន់បានមើលសពខ្ញុំសុំទោសអត់ឃើញហ៊ុនសែនគាត់ផុសកាន់ទុកប៉ុន្តែបើអ្នកសំពះចុះចូលទៅថ្វាយបង្គំគាត់បង្ហោះប៉ុន្តែបើអ្នកស្លាប់ដើម្បីជាតិទឹកដី181,035អត់ឃើញគាត់បង្ហោះកាន់ទុកទៅឃើញបង្ហោះវាយកូនគោលបងប្អូនតាមធម្មតាពេលដែលមនុស្សមានទុកអញ្ចឹងគឺគេបង្ហូតទុកជាតិមកក្រុងណានៅស្រុកនេះដូណាល់ឆាំមិនក៏ដោយណាដូណាល់ឆាំគាត់ទៅសេថ្លែងសូម្បីតែបាញ់មន្ត្រីទូតអ៊ីស្រាអែលឬមកទូតនៅអាមេរិកហ្នឹងដូណាល់ឆាំគាត់ចេញសាររំលែកទុកហើយនៅកោតទុកមែនទេអញ្ចឹងជាសុជីវធម៌ណាបងកងទ័ពហ្នឹងបងប្អូនបើនៅបារាំងគេហែហើយគេហែហោមណាអ្នកនៅស្រុកបារាំងហ្នឹងហើយកងទ័ពមួយស្លាប់ហ្នឹងនៅក្នុងសមរភូមិនៅក្រៅប្រទេសនេះគេដឹកយន្តហោះមួយប្រទេសនៅទៅប្តីសឹងទៅទទួលពីយន្តហោះមកក្រុមអីគេទូបុនសពគេឲ្យតម្លៃកងទ័ពដែលពាក់លីដើម្បីទឹកដីណាហ៊ុនសែនតែជាវាយកងគោលអាហ្នឹងគឺថាវាយពេលណាក៏វាយចុះប៉ុន្តែពេលដែលមានកងទ័ពពាក់លីមិនគួរនេះក្នុងនាមយើងជាប្រធានប្រសិទ្ធិហ៊ុនម៉ាណែតក៏ខ្ញុំក៏លោកខ្ញុំមិនទាន់បានឆែកមើលបើសិនជាមានអានឹងក៏ល្អខ្ញុំគ្រប់គ្រងឲ្យមានដែលចូលរួមជាមួយនឹងកងទ័ពដែលពាក់លីប៉ុន្តែបើអត់ទេខ្ញុំថារឿងអត់ប្រយោជន៍រឿងកផ្លែងរឿងទាត់បាល់អីអានឹងយើងទៅបង្ខំដល់ពេលកងទ័ពពាក់លីនៅលើពិភពលោកយើងនេះបងប្អូនផ្ទុយវិញប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីគេមិនសូវបង្ហោះរឿងឯកជននេះប៉ុន្តែគេបង្ហោះរឿងប្រជាជាតិឧទាហរណ៍មានកងទ័ពពាក់លីអីគេបង្ហោះជាផ្លូវការនៅក្នុងទំព័រ Facebook របស់គេហើយមែនទេអ៊ីវប៉ុណ្ណោះមែនទេប៉ុន្តែបើខ្ញុំអត់ឃើញមែនទេប៉ុន្តែបើសិនជាបងប្អូនឃើញអានឹងមានន័យថាមិនអីទេល្អហើយបាទជារឿងត្រឹមត្រូវជារឿងត្រឹមត្រូវប៉ុន្តែបើសិនជាអត់វិញអានឹងជារឿងចម្លែកទេណាគ្រូកុមារប្រិយមិត្តចុងក្រោយសរុបទី1កាន់ទុកយើងកាន់ទុកក្រុមគ្រួសារខ្មែរយើងទាំងអស់មែនទេទី2អង្គការខ្ញុំប្រៀបធៀបអង្គការ550ហ៊ុននិងអង្គការប៉ុលពតនៅលើលោកនេះគ្មានអង្គការណាដែលគេទៅគ្រប់គ្រងទង្វើរឹតបន្តឹងធ្វើបាបមនុស្សទេមានតែអង្គការខ្មែរក្រហមទេទី3បរទេសគេតែងតែតាមការពីជនជាតិគេទោះដល់រុនក្រាមក៏ដោយយើងតែងតែតាមវាយជនជាតិខ្លួនឯងទោះចូលដល់រុនក្រាមប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទអញ្ចឹងបានជាខ្ញុំនិយាយនេះមកចង្កោគាត់បង្ហោះចំពេលដែលខ្ញុំកំពុងតែផ្សាយគាត់ថាបានប៉ុន្តែភ្លាមណាបងប្អូនហើយតែបានខ្ញុំនិយាយចឹងព្រោះខ្ញុំនិយាយទៅគាត់ទៅដែរបើសិនឥឡូវនេះសម្ដេចឬក៏ហ៊ុនម៉ាណែតគាត់បង្ហោះហើយណែកាន់ទុកនឹងជួយក្រុមគ្រួសារប្រហែល10000នេះចឹងគាត់បង្ហោះហើយប៉ុន្តែក៏ខ្ញុំនៅតែនិយាយត្រូវហេតុអីប្រធាននេះតែប្តីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភាត្រូវតែអ្នកទី1ដែលបង្ហោះមិនមែនប្រព័ន្ធផ្សព្វផ្សាយឲ្យឡើងខ្មៅងងឹតហើយខ្លួនឯងទៅសបាយវាយកូនគោលដំណឹងបានពីសូនតារាមុនដំណឹងបានពី Facebook មុនខុសដំណឹងបានពីអ៊ុំសំអានមុនខុសបងប្អូនអានចឹងត្រូវតែមេដឹកនាំផុសមុនគេមករបាយការណ៍លឿនណាមានបញ្ហាសមរភូមិគេត្រូវតែរាយការណ៍ទៅក្រសួងត្រូវរាយការណ៍ទៅនាយករដ្ឋមន្ត្រីភ្លាមទោះជានៅប្រទេសណាទូរស័ព្ទទៅភ្លាមបានដំណឹងណាបងប្អូនជាទូទៅផ្លូវការគេមិនសូវយកពីព័ត៌មានប្រមាណគេយកពីមេដឹកនាំអញ្ចឹងខ្ញុំនៅតែនិយាយត្រូវចឹងបើសិនជាគាត់ទើបតែបង្ហោះឥឡូវក៏យើងថាជារឿងត្រឹមត្រូវហើយប៉ុន្តែនៅតែខុសឆ្គងណានៅតែខុសឆ្គងពីព្រោះស្ថានភាពសមរភូមិគេរាយការណ៍ទូរស័ព្ទភ្លាមក្នុងអំឡុងពេលដែលផ្ទុះអាវុធមកគ្រាប់គេទូរស័ព្ទមកដល់ក្រសួងបោះដៃទៅនាយករដ្ឋមន្ត្រីបានហើយគេដឹងបានហើយពេលដែលចប់ភ្លាមគេធ្វើរបាយការណ៍បោះមកភ្លាមហើយអ្នកដែលដឹងស្ថានភាពមិនមែនមនុស្សជាបញ្ចប់ទេអញ្ចឹងហើយបងប្អូនខ្ញុំស្ថានភាពដូចសង្គ្រាមដូចអីខ្ញុំមិនដែលបង្ហោះមិនពួកខ្ញុំអត់ចូលចិត្តនិយាយបង្អើលនិយាយមិនពិតនិយាយបង្អើលចាំនិយាយបានមុនគេណាអត់មានជោគច្បាស់លាស់ទៅនិយាយអូមានស្លាប់2នាក់អូមានស្លាប់3នាក់អូមានស្លាប់4នាក់អូមានថៃចូលយកភាសាខ្មែរអានឹងសួរយើងដឹងពីណាមកណាយើងដឹងពីណាមកខ្ញុំតតែផ្លូវការវាដូចជា fresh news ឬក៏អាស៊ីសេរីព័ត៌មានឯករាជ្យឬក៏ចេញពីទំព័រ Facebook ហ៊ុនម៉ាណែតចេញពីទំព័រ Facebook ចេញពីព័ត៌មានក្រសួងការពារជាតិអានេះខ្ញុំយកមិននិយាយបានតែបើឲ្យខ្ញុំទៅនិយាយថាដឹងសភាពការថៃណាបងអ្នកសមរភូមិណាបើគេខលមកខ្ញុំបងប្អូនគេត្រូវតែខលទៅតាមមេបញ្ជាការហើយតែបើខ្ញុំនិយាយខ្ញុំនៅត្រូវចឹង
មែនទេខ្ញុំថាបើសិនជាសម្ដេចណាក្នុងរយៈពេលភ្លាមៗគាត់ដឹងរឿងអីគាត់បង្ហោះកូនកូនបង្ហោះថ្ងៃណាក៏បានដែរប៉ុន្តែបងប្អូនណាជីវិតកងទ័ពម្នាក់គឺជាក្រុមគ្រួសាររបស់យើងព្រោះទឹកដីកម្ពុជាជាគ្រួសារទឹកដីរបស់យើងទាំងមូលយើងត្រូវសាមគ្គីគ្នាបាទអញ្ចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាច់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនបារាកើនបញ្ញាផ្លែស្ដាប់ខុនម៉ណែតអត់ទឹកដល់មែនតែនស្ដាប់ខុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបទៅទូរទស្សន៍សូនបារាស្រាច់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតហ៊ីលីវនិងរ៉ែងប៉ៃយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារៀបត្រីសួស្ដី